សូមអនុមោទនាស្ដាប់ព្រះធម៌ទេសនាថ្ងៃនេះគឺជាថ្ងៃអាទិត្យ10កើតខែមិគសិឆ្នាំរោងចត្វាស័កព្រះពុទ្ធសករាជ2556ត្រូវនៅថ្ងៃទី23ខែធ្នូឆ្នាំ2012នៅអារាមវត្តសាមគ្គីគិរីសម្រិទ្ធស្រុកសាឡាក្រៅខេត្តបៃលិនដែលកំពុងតែប្រារព្ធធ្វើជាពិធីបុណ្យមួយឲ្យឈ្មោះហៅថាបុណ្យចម្រើនព្រះជន្មជូនចំពោះដល់ឧបាសិកាកាងកិច្ចជាបសាទោមនោសញ្ចេតនាជ្រះថ្លារបស់ម្ចាស់ដើមទានប្រធានអ្នកផ្ដាំបុណ្យមានជាអាចដូចជាព្រះគ្រូពោពិសិដ្ឋគង់នៅវត្តសាមគ្គីគិរីសម្រិទ្ធអ្នកស្រីឡៅសៀកអេងនិងគ្រួសារព្រមទាំងបុត្រនៅអូស្ត្រាលីអ្នកស្រីឡៅសៀកគៀងនិងគ្រួសារព្រមទាំងបុត្រនៅសហរដ្ឋអាមេរិកអ្នកស្រីឡៅសៀកងឹមនិងគ្រួសារព្រមទាំងបុត្រនៅសហរដ្ឋអាមេរិកកញ្ញាឡៅសៀកងោនៅសហរដ្ឋអាមេរិកលោកឡៅប៊ុនសៀងនិងភរិយាព្រមទាំងបុត្រសហរដ្ឋអាមេរិកលោកឡៅប៊ុនសេងនិងភរិយាព្រមទាំងបុត្រនៅសហរដ្ឋអាមេរិកលោកឡៅប៊ុនមេងនិងភរិយាព្រមទាំងបុត្រនៅសហរដ្ឋអាមេរិកលោកឡៅប៊ុនបាក់និងភរិយាព្រមទាំងបុត្រនៅសហរដ្ឋអាមេរិកលោកឡៅប៊ុនប៉ោនិងភរិយាព្រមទាំងបុត្រនៅសហរដ្ឋអាមេរិកបានប្រារព្ធជាពិធីបុណ្យនេះឡើងនៅក្នុងវេលាគ្រាឱកាសនេះក៏បានរដ្ឋាភិបាលនិមន្តខ្ញុំបកករណាអាត្មាទាំង5អង្គឲ្យជាអ្នកសម្ដែងនៅព្រះធម៌ទេសនាអរហតោសម្មាសម្ពុទ្ធស្សនមោតាសភគវតោអរហតោសម្មាសម្ពុទ្ធស្សនមោតាសភគវតោអរហតោសម្មាសម្ពុទ្ធស្សនមោអោមាចារតហសរតនតយសសាធុកាំងទូលបង្គំខ្ញុំព្រះអង្គទាំង5អង្គសូមកំបងហាត់ថានមស្ការថ្វាយបង្គំប្រជុំត្រៃរតន៍ប្រកបដោយបទមាន3ប្រការព្រះពុទ្ធព្រះធម៌ប្រសង្ឃថ្លៃថ្លាប្រសើរអស្ចារ្យថ្លឹងថ្លែងពំបានអ្នកមោការៈពភាវេនៈវេជ្ជយន្តោឧបតវិកិរិយាបង្គំត្រៃរតសោភាទុកសោករោគាចូលវិនិច្ឆ័យបាត់អានុភាពបុណ្យចម្រើនបជនជួយកំចាត់ក្តីទុកវិបត្តិស្ងាត់បាត់កំខានសុភៈសេរីជ័យមង្គលចូលកើតមានដល់ម្ចាស់បុណ្យគ្រប់ប្រានញាតិមិត្តចិត្តឆ្ងាយសុំសុខក្សែមខ្សានដែលបានចាត់ចែងបុណ្យនេះឯងអ៊ីតោវរាំងធម្មទេសនាងទេសេសាមៈដំណរតអំពីការតាំងបទនមស្ការអាយាជាអ្នកគាថាដោយសង្ខេបបែបខ្លីទៅក្នុងវេលាគ្រាឱកាសនេះតម្រូវត្រូវទៅលើខ្ញុំបកករណាអាត្មាទាំង5អង្គជាអ្នកសម្ដែងធម៌បើចឹងទេការសម្ដែងធម៌ទេសនាក្រែ5តង់តមានកសបៈអនុរុទ្ធអនន្តរាហុលព្រមទាំងការលែនថែកសបៈជាអ្នកចាំសួរទៅដល់ដេគុណម្ចាស់ទាំង2អង្គសងខាងចំណែកបែកខាងដេគុណម្ចាស់ដែលនៅខាងឆ្វេងពហោះនៃខ្ញុំបកករណានេះវិញដែលញោមញាតពុទ្ធបរិស័ទទាំងឡាយមើលមកឃើញដោយសត្វតែឆ្អឹងអាម៉េចមិនដឹងហើយមើលទៅបណេតដូចមាន3បណេតខាងលើដូចមិនឃើញបាត់បើកអញ្ចឹងទេដេគុណម្ចាស់ដោយយោងទៅតាមដេគុណម្ចាស់វសាចាស់ហើយមើលទៅឃើញថាល្បីល្បាញចំណែកបែកខាងដេគុណម្ចាស់ដែលនៅខាងស្ដាំពហោះនៃខ្ញុំបកករណាទី1ឯនេះវិញដេគុណម្ចាស់ជាព្រះចៅអធិការវត្តផងជាព្រះអនុគុណស្រុកសាឡាក្រៅខេត្តបៃលិននឹងផងនិងជានាយកសាលាផងបើអញ្ចឹងទី
เคยท่าเมียนจรานตำแหน่งยังประกินตำแหน่งแทมตีตำแหน่งนั่งก็เมียนตัวในตีจรานตีได้เมียนชลอยพองเมียนสูพองบานได้แต่เจียนอนเจเนียเมียนปัญญาฉลาดเจียงเกบ่มพอดเจียงตีได้คนตะตูลไกรมันตะตูลไกรก็สัตตะตูลายจำในปลาข้างได้คนมาจ้าในข้างข้างนอกข้างช่วยขยมบการนาตีปีเนาะก็ตื้อยอสวัดมาดะมาข้างให้ดาวปีข้างได้มาข้างได้โดยตลกตล้นอัตมากระดาลขบัวก็มันขบัวเตียบก็มันเตียบทมก็มันทมเตยก็มันเตยสวัดก็มันสวัดได้ยังเตะปะกินตำแหน่งได้คนมาจ้าได้ในข้างช่วยปอตีปีนั่งได้คนมาจ้าในมวลบ่มปีวัดเปรียวิเฮทมได้เกลใบตามปียูเยียนะมาให้ทวัดเน้นตุ่มบัญจังเตได้คนมาจ้าในสรกบาพนมขายปริเวณปะกินตำแหน่งแต่งตั้งเอาเจริญฮลเจเนจำชลอยในสำนูได้พระมหานอนหนึ่งสู้ในกรงเกลียขมกตัวใบจะเพิ่มก็ได้มันเพิ่มก็ได้บะจองต่อว่าจะมุ้ยมหานอนตึงหายเด็กคนมาจ้าได้ในข้างสนามปอตีปีนวิ่งได้ในมวลเบิ่มปีวัดพระพุทธคูสาจาหาวัดจันดำได้เรียจิตเทียนีพนมปิงได้โยมเยียดพุทธบริษัทอย่างไรทลบตะละใบเตียงขนองบัติกราวบัติละใบตูเตียงบิภพโลกท่าอ่างนั่งปากกายเยี่ยกีเศร้าปนคลุนไออัดเศร้าให้มันดังทำบันมันนักคืนเรื่องไอเศร้าละหดเมียนได้ในโยมละใบทำมันได้เยี่ยกีเศร้าแต่ปนเมียนบนมาดองเตอเศร้าจอมบนขมาวเศร้าละหดเศร้าเยอะแต่ตีมกาดใบเล่นี่ประเกณฑ์ตำแหน่งแต่งตั้งได้คนมาจ้าเอาเจการเล่นนัดไทยเจเนียจำชลอยในสำนูได้พระมหานอนหนึ่งสู้ในขนมเกลียขังมกเมื่อการเล่นนัดไทยประเกณฑ์ตำแหน่งแต่งตั้งได้คนมาจ้าเอาเจเนียจำชลอยในสำนูระบบพระมหานอนจังได้คนมาจ้าไตรอริเรียสบายนั่งตะตูลได้ตีบาสนาจิตตะตูลสมชลอยตะตูลบามันตะตูลตีสมชลอยตะตูลจนุทั้งใบอ่องทั้งบุญอ่องนั่งพองสมรัตนีบ่ายยัยปีสบายนั่งไตรอน้องไปสบายเป๊ะจะให้สบายปีนั่งโดยซาสำลังตึงมืออังทอมมากระทักนาตีไงนั่งสัตว์เดพลายอังขังช่วยพอดเนาะมันเล่งไอ้เกเล่งจะกระบายกุมติจีนั่งกระบายเจียงจำละเนยนะโยมบ่มือปีมกจังอัดเตอเคยนี่บ่มือกำรอบานเศร้านะโยมไหมทะเลาะไปกี่ปะอับทำได้เคยยมไปกี่ซอตอนนั้นก็เลยตัวไปเชื่อแต่เคยกลายเป็นมือมันเคยนึกดักกันดาวแกไงนั่งจำไล่ไปจ้ะน้องกินเน็ตน้องโยมส่งมาเชียร์ใส่พอโยมเลยนั่งไม่ได้ไงนั่งจิมรานอายุบนจิมรานไปจนก็ทายสบายชราอันเมนบ่มนัดท่าตะตูปรมจมูกประมาณอ่างนั่งทายลูกก็เนี่ยลูกหนึ่งทางสดำได้ทำไมมาสู้ครูบางไอ้เนี่ยน้องไอ้บอกใครไหมดังไม่ได้ตำเคยไงนังได้ครูกันนะขยมกันนะนั่งตะตูปรมเอาแต่เมียนเนี่ยสนับโดยไงนะเตรียมสบายนะไงในสมัยทอกัดไงให้เมียนยิดยูมปดบอเลยสัตว์เชียทลาโจรวมตรังตรับสดับเนื้อเปรียสะทอมมาวิเศษติสนาพลาทลายสมัยดาวปกุลไปจ้าปรำปองสำได้กระดาษไงกระดาษปนนังไม่เอกินเนกบางคะแนนไอ้นังไทยติดนอมกิกันในกระดาษ
ដោយឆ្នោនៅក្នុងទីនេះខ្ញុំបកករណាតំណាងឲ្យប្រគុណម្ចាស់ទាំង3ព្រះអង្គនិងទទួលព្រមទៅតាមសំណុំពរប្រគុណម្ចាស់ដែលបានតែងតាំងឲ្យទទួលភារៈភ្នាក់ងារតាមតួនាទីមុខតំណែងរៀងអង្គសូមទានជ្រាបសាធុសាធុសាធុជ្រាបហើយចាំទេចាប់ផ្ដើមបែបប្រភៈមៀកមកខាងនៃគុណម្ចាស់ជាអនុរុទ្ធនេះវិញដែលមានចក្ខុទឹកភ្នែកទឹកបនេតទឹកនឹងចាប់ផ្ដើមសួរសំណួរតែម្ដងព្រោះថាអ្នកមានភ្នែកទឹកចក្ខុទឹកអាចមើលឃើញនៅជុំវិញផងអាចមើលឃើញឆ្ងាយផងចិត្តផងខ្ញុំកណាក៏មើលឃើញពីរឿងថាមនុស្សយើងឃើញតែកើតហើយស្លាប់ហើយកើតហើយស្លាប់ហើយកើតហើយស្លាប់ទៅវិញឆ្ងល់ថាមនុស្សនៅលើពិភពលោកទាំងអស់ស្លាប់ហើយនឹងកើតមួយណាច្រើនជាងអនុរុទ្ធសូមរតនីខន្ទេមហាកាសពដែលចម្រើនជាងពីខាងដើមនឹងសរុបអាបោខ្ញុំកណាអាត្មាភាពនឹងខ្លះថាគីណេតអាប់បន្ថែមស្វិតញោមបណ្ដស្វិតតែរូបស្វិតកាយប៉ុន្តែខំតស៊ូញោមខំតស៊ូដោយមានបារាណភាសិតនឹងឆ្លាក់ពោលមកថាជាតិក្លឹមច័ន្ទទោសស្វិតក្រៀមកញ្ញងមិនលះបង់ក្លិនក្លែបក្លឹមដបវអំពើទោសនៅក្នុងយន្តស្គរមិនបបង់រសផ្អែមឆ្ងាញ់បានជាតិខ្លាទោសតូចម្ដេចម្ដាមិនបង់កលាអុចតាមប្រានជាតិឆ្មាទោសណាខ្សោយប៉ុន្មានមិនបានលះបង់ការរហ័សជាតិប្រាជ្ញទោសជួបទុកលំបាកមិនចោលចាក់កៅសាណាសាងសុខសួស្តីដល់ក្មេងចាស់ប្រកាសគេឈ្មោះបរោះឆ្ងាយណែចឹងតស៊ូឆ្លើយទៅចោះខ្ញុំកណាឆ្លើយសាកលបងទៅចោះព្រះអង្គបើត្រូវក៏ព្រះអង្គទទួលយកបើមិនត្រូវទេសូមព្រះអង្គជួយបំពេញខ្ញុំបករណាថាស្មើទៅសូមប្រគេនតាស្មើទៅចោះសូមរតនីសាធុយ៉ាងម៉េចបានជាអនុរុទ្ធថាស្លាប់កើតស្លាប់កើតស្លាប់ស្មើគ្នាបើឃើញថាមនុស្សកើតយ៉ាងតិចណាស់ក៏អាយុត្រឹមតែ20ឆ្នាំ30ឆ្នាំរហូតដល់ញាតិញោមដែលអាយុច្រើនដល់រហូតដល់អាយុ100ឆ្នាំជាងបានស្លាប់ហើយកើតនឹងវាច្រើនណាស់ហេតុអីបានជាអនុរុទ្ធថាកើតនឹងស្លាប់ហើយនឹងកើតស្មើគ្នាទៅវិញសូមរតនីបានជាស្លាប់នឹងកើតស្មើគ្នាព្រោះថាមនុស្សទាំងអស់ដែលកើតមកហើយត្រូវតែស្លាប់វិញទាំងអស់អំបាលព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់ចូលព្រះនិព្វានដែរអញ្ចឹងកើតមកប្រមាណស្លាប់ប៉ុណ្ណោះព្រោះហេតុដូច្នោះហើយបានជាខ្ញុំបកករណាអាងថាមនុស្សសត្វក្នុងលោកដែលកើតមកហើយត្រូវស្លាប់ទៅស្មើគ្នានឹងកើតដែរសូមរតនីសាធុអូអញ្ចឹងមែនព្រោះកើតមកអត់មានសល់សោះគ្រាន់តែថាមានសភាពយូរតែប៉ុណ្ណឹងឯងអញ្ចឹងបានជាអនុរុទ្ធបញ្ជាក់ថាស្លាប់ហើយនឹងកើតស្មើគ្នាខ្ញុំក៏ដាំបាញ់យល់ច្រឡំព្រោះថាឃើញតែកើតបន្តដល់ពីស្លាប់ឃើញមួយបើស្មើគ្នាអញ្ចឹងបើស្លាប់ហើយគួងតែកើតហើយគួងតែស្លាប់ចឹងទៅវិញដដែលតើយើងអាចគេចផុតអំពីសេចក្តីស្លាប់បានដែរឬមិនបានអនុរុទ្ធសូមរតនីគេចមិនបានទេព្រះមហាកាសពព្រោះមនុស្សយើងតែកើតហើយត្រូវតែស្លាប់ឲ្យសូមនិមន្តជ្រាបគេចមិនបានបើកិច្ចមិនបានអញ្ចឹងតើយើងអាចរកធម៌ណាដើម្បីព្យាយាមនឹងកិច្ចបានទេសូមរតនីផន្ទេមហាកាសពដ៏ចម្រើនធម៌ដែលជាផ្លូវកិច្ចផុតអំពីសេចក្តីស្លាប់បានមានគឺព្រះសម្មាសម្ពុទ្ធបានទ្រង់ត្រាស់សម្ដែងនៅក្នុង
អបមាតវៈទី2នៃអត្តកថាធម្មបទថាអបមាតោអមតាំងបទាំងសេចក្តីមិនប្រមាទជាផ្លូវនៃសេចក្តីមិនស្លាប់អញ្ចឹងមានតែធម៌នេះដែលជាផ្លូវមិនស្លាប់ប្រមាទោមច្ចណោបទាំងបុគ្គលដែលប្រមាទឈ្មោះថាជាផ្លូវនៃសេចក្តីស្លាប់អបមាតានមីយន្តិជនទាំងឡាយណាដែលមិនប្រមាទឈ្មោះថាមិនស្លាប់យេប្រមាទតាយថាមតាជនទាំងឡាយណាដែលប្រមាទហើយទោះបីមានជីវិតរស់នៅក៏ដោយក៏ទុកដូចជាមនុស្សស្លាប់សូមនិមន្តជ្រាបសាធុជ្រាបបានដែរប៉ុន្តែស្ដាប់វាអត់ទាន់ចង់ឲ្យប្រគុណម្ចាស់ជាព្រះមហានរុត្តនឹងបកស្រាយវែកញែកឲ្យច្បាស់ជាងនឹងបន្តិចទៀតមកមើលដើម្បីឲ្យងាយស្រួលស្ដាប់ណានរុត្តសូមរតនីហន្តេមហាកាសពផ្លូវដែលជាមិនស្លាប់នេះយោងពុទ្ធិកាដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងអំពីអបមាទធម៌នេះឯងហើយអបមាទធម៌នេះសោតព្រះសម្មាសម្ពុទ្ធបានសង្យោគគម្ពីរបត្រៃបិដកទាំង3រួមចូលមកដោយខ្លីសង្ខេបមានតែអបមាទធម៌នេះឯងដែលជាផ្លូវមួយឬក៏ថាជាមូលនៃកុសលធម៌ទាំងឡាយព្រោះមានសតិស្មារតីជាអ្នកប្រឹងប្រែងព្យាយាមជាខាងដើមចឹងសូមព្រះមហាកាសពសូមនិមន្តជ្រាបសាធុឥឡូវនៅក្នុងវេលាគ្រាឱកាសនេះវគ្គដេញដល់សួរចំពោះព្រះមហានរុត្តប៉ុណ្ណេះទៅចុះដោយសមល្មមតាមកាលវេលាហើយនឹងបែបប្រភៈងាកមកសួរសំណួរផ្សេងទៀតទៅដល់ប្រគុណម្ចាស់ដែលជាព្រះអនុគុណស្រុកសាលាក្រៅនេះវិញម្ដងដែលមានងារជាព្រះមហាអនន្តឥឡូវនេះអនន្តសម្លឹងមើលញាតិញោមនៅខាងមុខឆ្ងល់ថាញាតិញោមនៅខាងមុខទាំងអស់គ្នានឹងជាអីដែរសូមរតនីតសវៈចនងអហង្សតធ្វាញាតិញោមខាងមុខខ្លះពងបុកស្លាប្រហែលជាគាត់ចង់ហូបមលូហើយតាមមើលញាតិញោមទាំងអស់នៅខាងមុខជាអីញាតិញោមទាំងអស់នៅខាងមុខជាញាតិញោមសូមជ្រាបដឹងហើយថាញាតិញោមនៅខាងមុខហ្នឹងជាញាតិញោមប៉ុន្តែខ្ញុំក៏ដែរចង់ដឹងថាញាតិញោមនៅខាងមុខហ្នឹងជាអីដឹងថាញាតិញោមហើយសូមរតនីញាតិញោមនៅខាងមុខហ្នឹងជាមនុស្សសូមជ្រាបមនុស្សមានន័យថាម៉េចសូមឆ្លើយមានន័យថាអ្នកដឹងខុសត្រូវអ្នកដឹងល្អអាក្រក់អ្នកដឹងហេតុជាប្រយោជន៍អ្នកដឹងហេតុមិនជាប្រយោជន៍អ្នកដឹងហេតុគួរអ្នកដឹងហេតុមិនគួរសូមជ្រាបសាធុដឹងខុសដឹងត្រូវដឹងគួរមិនគួរដឹងបាបដឹងបុណ្យដឹងល្អដឹងអាក្រក់ហៅថាមនុស្សអញ្ចឹងបានន័យថាមនុស្សខ្ញុំបករណាស្ដាប់បានហើយមនុស្សអញ្ចឹងហើយចុះមនុស្សទូទាំងពិភពលោកនឹងតើមានប្រមាណទៅអនន្តសូមរតនីដៃគុណអនុរុទ្ធលោកមានថេរដីកាយតាថាមនុស្សកើតប្រមាណមានប៉ុណ្ណឹងសូមជ្រាបមនុស្សកើតប្រមាណមានប៉ុណ្ណឹងដឹងហើយថាកើតប្រមាណមានប៉ុណ្ណឹងដែលមនុស្សកើតប៉ុណ្ណេះហើយទៅដែរបែរទៅជាមានប៉ុណ្ណោះហើយតែកើត3មាន3កើត4មាន4ហើយតែកើត5មាន5កើត1លានមាន1លានហើយប៉ុនឆ្ងល់ថានៅលើពិភពលោកទាំងអស់ហ្នឹងមនុស្សមានប្រមាណសូមរតនីឆ្លើយនៅលើពិភពលោកទាំងអស់តើកើត3មាន3តើកើត4មាន4កើត5មាន5អញ្ចឹងមនុស្សកើត4មាន4សូមជ្រាបមនុស្សកើត4មាន4មិនក៏ឆ្លើយថាកើតតែ4អញ្ចឹងបើមកកណោហើយដេគុណម្ចាស់ឆ្លើយថាកើត4មាន4ខ្ញុំក៏đãដឹងថាកើត4មាន4ដែរប៉ុន្តែបើសិនណាជារាប់ទៅតាមប្រភេទមនុស្សវិញណាអនន្តមិនមែនចង់សួរពីចំនួនមនុស្សទេបើសួរពីចំនួនមនុស្សហ្នឹងគ្រាន់តែនៅក្នុងនៅលើឧបឋានសាលាហ្នឹងខ្ញុំមកករណាមិនដឹងថាមានប្រមាណផងបើអញ្ចឹងទេឆ្ងល់ថាបើរាប់ទៅតាមព្រះអង្គព្រះពុទ្ធជាម្ចាស់ត្រាស់សម្ដែងថាប្រភេទមនុស្សមានប្រមាណទៅអនន្តសមរតនីចតវិធាំងភន្ទេប្រាប់ហើយថា4ណាអម្ចាស់សូមជ្រាប
កាត់តមាំងអវសរអនន្តោមនាលអនន្តមនុស្សទាំង4នោះបានដល់មនុស្សអ្វីខ្លះទៅសូមនិមន្តឆ្លើយទី1មនុស្សសពេតោមនុស្សប្រែតអ្នកនឹងមានលោភៈច្រើនទី2មនុស្សសតិរាឆានណោមនុស្សសត្វដេរឆានអ្នកនឹងវែងច្រើនពេញដោយមោហៈទី3មនុស្សសនិរយោមនុស្សនរកអ្នកនឹងខឹងច្រើនពេញដោយភ្លើងនរកតែញោមណាខឹងនរកបើកផ្លូវបើកទ្វាររងចាំមកញោមនឹងមនុស្សសនិរយោចំណែកទី4មនុស្សស័កមនុស្សសោមនុស្សនឹងមានសិល5ឈ្មោះថាប្រព្រឹត្តធម៌របស់មនុស្ស4យ៉ាងនេះតើដេគុណទទួលឬមិនទទួលបើដេគុណមិនទទួលមុនចោះខ្ញុំកណាសួររាហុលសូមជ្រាបបានដល់ខ្ញុំកណាចោះអាងសួរគេគិតទៅចង់យករួចខ្លួនតែមកឯងហ្នឹងឯងបើអញ្ចឹងទីខ្ញុំបករណានៅតែមិនទាន់អស់ចិត្តមនុស្សមាន4ហើយចុះបើបំព្រួយមកទៀតមានប្រមាណទៅដែរសូមរតនីបើបំព្រួយមកទៀតមាន2អស់ចិត្តហើយនៅគុណម្ចាស់សូមជ្រាបមាន2នោះមានមនុស្សអីខ្លះសូមឆ្លើយអត់តន់អស់ចិត្តមែនញោមគិតទៅចិត្តលោកច្រើនណាប៉ុណ្ណឹងហើយមិនតន់អស់ទៀតចិត្តណាញោមចិត្តបើគិតទៅមានច្រើនណាញោមបើបំព្រួយមាន2ទី1មនុស្សពីលទី2មនុស្សបណ្ឌិតសូមជ្រាបមនុស្សពីលទី1មនុស្សពីលទី2មនុស្សបណ្ឌិតស្មើនឹង2នោះមនុស្សស្រី1ប្រុស1ឥឡូវនិគុណថាមនុស្សពីល1មនុស្សបណ្ឌិត1ហើយមនុស្សពីលនោះអាម៉េចមនុស្សដាក់ផ្លាកលេខអីក៏យ៉ាងម៉េចហើយក៏រូបរាងកាយអត់ល្អដោយគេដោយឯងយ៉ាងម៉េចបានយថាមនុស្សពីលមើលដោយគុណម្ចាស់សូមនិមន្តបកស្រាយអំពីមនុស្សពីលនឹងមិនតិចមកមើលសមរតនីពាក្យថាពីលមកពីពៀនិងលុពៀប្រែថា2លុប្រែថាកាត់អ្នកកាត់ប្រយោជន៍2ឲ្យឈ្មោះថាពីលប្រយោជន៍ខ្លួនឯងមួយប្រយោជន៍អ្នកដតីមួយនៅនឹងក៏ពីលកាត់ប្រយោជន៍បច្ចុប្បន្នមួយប្រយោជន៍អនាគតមួយនៅនឹងក៏ពីលចឹងមានតែ2គឺពីលនិងបណ្ឌិតនេះឯងណាអម្ចាស់សូមជ្រាបសាធុមនុស្សពីលគឺមនុស្សកាត់ប្រយោជន៍2ប្រយោជន៍អ្នកដតីផងប្រយោជន៍ខ្លួនឯងផងបុគ្គលខ្លាចមនុស្សពីលប្រៀបដូចនឹងខ្លាចពស់វែកឬក៏ខ្លាចជាងពស់វែកទៅទៀតបុគ្គលដែលរស់នៅជាមួយនឹងបុគ្គលពីលរមែងស្ថិតនៅក្នុងការស្អប់ខ្ពើមរបស់អ្នកដតីហើយអ្នកដតីហ្នឹងក៏ខ្លាចដែរជាក់ស្ដែងនៅក្នុងគម្ពីរមង្គលទីបនីលោកបានថ្លែងបញ្ជាក់ថាសេវនាជាពាលាណាំងមានសេកទាំង2សេក2ដែលជាបងប្អូនរួមសម្បុកតែមួយជាមួយគ្នាដល់ត្រូវខ្យល់បោកបក់មកសេកមួយទៅនៅផើតទៅនៅជំរុំចោលសេកមួយផើតទៅនៅជំរុំបាក់អេសីដល់ពាក្យសម្ដីចេះនិយាយមកសេកដែលទៅក្នុងជំរុំចោលក៏ចេះនិយាយភាសាមិនសពបរោះបានន័យថាភាសាអសពបរោះមានតែជាមានតែបចោមានតែអាម៉ងឯងអញសម្លុតគម្រាមជាដើមហើយសេកដែលផើតទៅនៅចំតំបន់ដែលអេសីចិញ្ចឹមក៏កើតមកចេះនិយាយភាសាសពបរោះអញ្ចឹងទៅឆ្ងល់មួយទៀតថាដេគុណម្ចាស់ថាបណ្ឌិតមនុស្សបណ្ឌិតនឹងមានន័យថាម៉េចទៅអនន្តសូមរតនីថាបណ្ឌិតអ្នកចេះដឹងមិនសម្លឹងប្រយោជន៍អ្នកដតីរមែងសាងប្រយោជន៍ដល់អ្នកដតីគេហៅថាបណ្ឌិតសូមទានជ្រាបសាធុអ្នកដែលសាងប្រយោជន៍ដល់អ្នកដតីឈ្មោះថាបណ្ឌិតសាងប្រយោជន៍ដល់អ្នកដតីឈ្មោះថាបណ្ឌិតអញ្ចុះបុគ្គលដែលបញ្ជាក់ថាឲ្យទៅជាបណ្ឌិតបញ្ជាក់ថាបុគ្គលនឹងជាបណ្ឌិតតើមានធម៌នៅក្នុងខ្លួនប្រមាណយ៉ាងទៅអនន្តសូមរតនីចតវិធាំងភន្តេបុគ្គលបណ្ឌិតមានធម៌ក្នុងខ្លួន4យ៉ាងសូមជ្រាបសាធុជ្រាបបាយធម៌របស់បណ្ឌិតនៅក្នុងខ្លួនមាន4យ៉ាងញាតិញោមប្រុសស្រីទាំងអស់ចង់ធ្វើបណ្ឌិតទីបើចង់ធ្វើបណ្ឌិតចាំខ្ញុំកណាអាត្មាសួរព្រះមហាអនន្តឲ្យព្រមព្រះមហាអនន្តថាធម៌បណ្ឌិតធម៌មនុស្សជាបណ្ឌិតបុគ្គលជាបណ្ឌិតមានធម៌4
ហើយចុះធម៌4របស់បណ្ឌិតនោះបានដល់ធម៌អ្វីខ្លះទៅសគីកាមេសម្ពុទ្ធីយីសន្តាពហុឬក៏យ៉ាងណាសូមរតនីមាញ់នឹងធម៌សូត្រមុនទេមិនធម៌បណ្ឌិតទេធម៌បណ្ឌិតមិនអញ្ចឹងទេប៉ុន្តែមានបង្កប់អត្តន័យខ្សែគប់បណ្ឌិតដែរពហុមាញ់ពហុមាញ់ហ្នឹងអសេវនាចពាលាណាំងបណ្ឌិតានញ្ញសេវនាពោជាចពោជនីយាណាំងអេតាំងកម្មងរិកម្មនេះមៀងកលៀងអ៊ីមៀងគុលឧត្តមងដដំមានន័យកិរិយាមិនខ្សែគប់នៅបុគ្គលពាលទាំងឡាយមួយកិរិយាខ្សែគប់នៅបុគ្គលជាបណ្ឌិតទាំងឡាយមួយកិរិយាបូជាដល់បុគ្គលដែលគួរបូជាមួយទាំង3នេះជាមៀងគុលដដំចឹងមានធម៌បច្ចៈឲ្យខ្សែគប់បណ្ឌិតដែរប៉ុន្តែមិនបានបច្ចៈធម៌បណ្ឌិតនឹងមានប្រមាណប៉ុន្តែមុននឹងឆ្លើយសួរញោមសិនញោមបែបភៈញាក់នេត្រាបើកនេត្រាសម្លឹងមើលមកអាត្មាកុំធ្វើភ្នែកពមីបែបចង់ងួយសម្រាននោះចង់សម្រានចង់អីចាំចប់សិនអាត្មាទៅសឹងដែរញោមចង់ខ្លាយជាបណ្ឌិតទេញោមចង់ចឹងចាំយកធម៌4យ៉ាងដែលអាត្មាត្រូវប្រាប់ធម៌របស់បណ្ឌិតទី1អត្តសទ្ធិធ្វើខ្លួនឯងឲ្យបរិសុទ្ធកុំឲ្យទ្រុសិលទី2បរសទ្ធិដឹកនាំអ្នកដតីឲ្យបរិសុទ្ធផងចំណែកទី3សង្ឃៈត្រូវមានសង្ឃៈទានសង្គ្រោះដល់ជនកំសត់ទុរគតអត់ឃ្លានសង្គ្រោះដល់សមណៈស្មោមយាចកសង្គ្រោះដល់ប្រសង់ពូជពងវងសាវកអ្នកថែរក្សាកេរដំណែលពុទ្ធសាសនាចំណែកទី4គឺកតញ្ញូត្រូវដឹងនៅគុណអង្គរបស់បណ្ឌិតធម៌របស់បណ្ឌិត4យ៉ាងនេះឯងញោមចាំឲ្យនៅចាំឲ្យដែលគុណប៉ុនមិនដឹងថាម៉េចស្ដាប់តិចស្ដាំចេញតិចឆ្វេងបាត់ទៅស្ដាប់តិចឆ្វេងចេញតិចស្ដាំមិនដឹងយ៉ាងម៉េចទេតិចខ្ញុំកណាក្រោយពីចាស់ទៅធរអាចចេះតែផ្លិចប៉ុន្តែជីបតិចចេះតែចាំកុសលនាំទៅស្ដាំអកុសលកម្មនាំទៅឆ្វេងរហូតបើអញ្ចឹងញោមត្រូវចាំធរបណ្ឌិតនេះឯងប្រគុណម្ចាស់មានប៉ុណ្ណេះស្លេះប៉ុណ្ណឹងសូមទានទទួលសាធុសាធុសាធុទទួលហើយពីរោះណាស់ធម៌របស់បណ្ឌិតទាំង4ទី1ធ្វើខ្លួនឯងឲ្យបរិសុទ្ធទី2ញ៉ាំងអ្នកដតីឲ្យបរិសុទ្ធទី3មានសេចក្តីសង្គ្រោះទី4មានធម៌កតញ្ញូឆ្ងល់ថាធម៌កតញ្ញូធម៌កតញ្ញូនឹងបានន័យថាម៉េចទៅអនន្តសូមរតនីធម៌មកពីធារាតៃតេជាធម្មោសភាវោសភាវៈដែលត្រូវទ្រង់គេហៅថាធម៌ធម៌កតញ្ញូមានន័យថាត្រូវទ្រង់នៅកតញ្ញូគឺកាន់នៅធម៌ដែលដឹងគុណកតញ្ញូមានន័យថាដឹងនៅឧបការៈគុណដែលអ្នកដតីធ្វើឲ្យដល់ខ្លួនសូមទានជ្រាបសាធុធម៌កតញ្ញូគឺដឹងគុណដល់អ្នកដតីធ្វើឲ្យដល់ខ្លួនហើយចុះធម៌កតញ្ញូកតវេទីដែលដឹងឲ្យបានតបនោះតើធម៌បុគ្គលដែលមានធម៌កតញ្ញូកតវេទីដែលបញ្ជាក់ថាមានធម៌នឹងនៅក្នុងខ្លួនតើបុគ្គលនោះគួរធ្វើអ្វីខ្លះទៅដែរបានបញ្ជាក់ថាបុគ្គលដែលមានកតញ្ញូអនន្តសូមរតនីបុគ្គលនោះគួរតបស្នងសងគុណសូមជ្រាបតបស្នងសងគុណនឹងបញ្ជាក់ថាបុគ្គលមានកតញ្ញូមានតបស្នងសងគុណហើយចុះតបនឹងតបរបៀបម៉េចកាលពីដើមពីនៅតូចធ្លាប់គេវាយម្ដាយដល់ទៅធំឡើងកម្លាំងមានវាយគេម្ដាយវិញឬក៏យ៉ាងណាគេធ្លាប់ធាក់មួយជើងធំឡើងធាក់គេវិញមួយជើងហៅថាតបគុណឬក៏យ៉ាងណាមើលអនន្តរឿងនេះមានតែអនន្តទេដែលដឹងរឿងសូមឲ្យអនន្តនាំរឿងសម្ដែងថ្លែងបញ្ជាក់មើលតើតបគុណនឹងតបរបៀបម៉េចសូមរតនីហេនតេកាសបៈមានលោកគ្រូឈើកាចទេម៉ែវាយម្ដាយធំឡើងវាយម៉ែវិញមិនមែនតបដូចឆ្នោះទេតបកន្លែងណាល្អកន្លែងណាអត់ល្អអានឹងចាត់ទុកថាមើលមិនឃើញស្ដាប់មិនឮមនុស្សយើងខូចតែចូលចិត្តអន្សំរឿងកន្លែងណាដែលអាក្រក់ហ្នឹងចាំមកជីវិតដោយសិស្សម្នាក់អញ្ចឹងបោះស្ដាច់ព្រះរាជបុត្រញោមទៅរៀនដូចអញ្ចឹងហើយប្រព្រឹត្តខុស
từ lùi bài ghế cừu kháng vay mầm bọt của tuôn khòng khăng ơi khăng chả mơ tại ban thơ snách tọp vinh tờ bỏng mình dù bỏ mát ban phơ snách pra mát ở đây chạp cừu màu cừu xua bò bất bè rì chia chạp tuôn cung miên khai bỏng lót nòng rồi mơ score lên snam ấy nè snam bọt đằng nào vay tuôn cung nè vay cả bỏng nơi con sang lấy miền đăng luôn là khó miền khó gì cả nông bọn con sẽ tùm cùng vay một cái lấy bọn dần mấy bọn chồng mấy miền chồng mấy bọn chồng nhà nó chập sầm lạp lục hù anh trao nó miền tự tục ấy cả nông tăng chặt ấy thả oi để dương ban phơi đách chập lục hù anh do mà sầm lạp chân được không lục cừu chia bờ bồ thì sạt nông krong pì riêng là say chia lục cừu chlat prap đai tham mình ấy thì bọn rương chỉ vật tuôn mừng cung thắt nơi nâng cần đắp bỏ hoa bỏ ao slap tuôn cung slap bỏ ao ruột tuôn cung ruột pan tại môn nâng bỏ sầm lạp tuôn cung xong dây ta mầm tay chứ dây đó chật slap ai chồng dây đó xong dây chứ cào nó ba sân dịch tuôn cung mình priên và đau bỏ thế mà lấy bỏ khai tôi chỉ chào ập ray bát ta hơi đời xa tuôn cung váy bỏ khai tuôn cung ta ban về cày máu bọn còn lên khôi tư bọn còn khai tư chia mình nút là o bình tư chẳng rương tuôn cung vay nó cứ vay là o đó bia rìa chia bị cha ra na thả rương đắng mến cùng là lục cừu váy mà lấy ai chào ban phơi đa chứ chẳng rương tầm mùi đấy nhung rương cừu váy bà kịch trứ tọp nón son côn lõ đal cừu tai bà kịch khóc tọp nón son cọ chăng sầm lạp cừu rương tờ mùi để đôi con xa nhá thà thọp vay chứ kịch trứ nắng chăm son côn lục hù pe na đầm miền na côn o kịch khóc pe na đầm miền chăm lục hù vô từ vay mà đòn bậc cái vay lỡ vay vinh chăng nắng kịch lọ kịch khóc nó chăng nhung giang ná mai ở đôi kia bà sân chỉ kịch trứ son côn tọp côn quạt tay bà kịch khóc tọp bạc cọ từ vinh chẳng con pro sray tọp con chấm pua mai ở miền pram tì mùi cả rần năng trừ chấm mai ở chấm giang ná con pro sray chấm giang nụ vinh ngụt tới quạt bàn phẩm màn đong phải chọn nôm chấm này tray sai ở quạt bàn phẩm màn đong tình khao ai sao bay ở quạt lịa bẹ bàn phẩm màn gặp lễ kết bị trà na tới cả dương nơi tôi nâng quạt thầy dương thầm bao na thay dương khlang na tì pi cách chặt cả rần năng bà mai rồi vốn con pro sray từ chui thưa ca hỏi tì bay con pro sray từ cổ rúp sầm pe hợp bọc mà đai đôi chứ sầm pe bẹt song đôi cho nó đây tì buôn cọ là vang sang thạ pe nang con pro sray từ tầm con vuông từ con ban phùng pu ru nơi và sao ai kê từ sao thấy bùi kê này lọn na công ai chi mà tô cắt phum hơi xanh từ lô mấy cái thánh cầu này nè cái lô ơi cái ọt bụi mà lấy này còn ai cái tha chẳng ơi nó nhúng lấy giang na còn ai khôi tờ cầu chấm này tì pram tẹt cái na nộp tiền nang và miệt đa bậy đa lia cha lô này tới vừa bắn tẹt cái na nộp tiền ở từ cửa sáu chun đỏ còn nít cái hái thả top là ông mà cha sôm chê sa thục cả tọp côn tọp để xong cả hạ thọ tầng pram miền cả năng cách cả năng cậu là ven sát tháp năng cái việt nam bành chẳng ti o bậc con na hai ca tọp bành mánh đôi chia nón ba nơi đi bò pram chẳng ti sa chẳng lái qua bay đạp con chẳng lái qua bay đạp đó là pi snong nó đang snong là vì mạch ta snong từ đó giờ vay đai non so mà rật ni hèn tê ca sập bạ nẹt bục cài su là hốt nhôm tăng vì score đại là tham su mà đo nghe cả môn từ rích ban thừa nón su tham ca lên là thay từ đại lấy su tiền tam ca bất top cún cứ top là o tai bà top mình là o kia mình hai top cún kia hai thật top tu lấy snong đi đây snong còn chẳng đó nhung bà snong là o kia hai thật snong là o pan bà snong cọ nhung snong nâng chè tờ ho thà mày ở chỉ nè chôl vót chôl va ở trái mày gì chi vậy chăng
Đó côn má ban vừa cha ban bà côn sấy chi nâng đã snong đôi bè bắt tầm mong nâng cái hai thật snong á bàn máu đôi pa việc bè bắt tầm mong bàn máu đôi mạ việc bè bắt tầm mong nâng cái hai snong ở bà sân ơi cháu côn má cháu đấy nâng snong này nhúng ở bà sân ơi bà cai phát côn má bà cai phát đấy snong đôi na đôi ơi việt na cả ơi việt đã cắt phùng lại na cai pru lại nông đỏ bàn côn má chẳng này bàn snong như này bán cái hai thật lạc chứ chú mình ngay bị cùl pan tay bà miền cho bọc bọ chun cá miền lạc chứ khác ngay bị cùl chẳng đấy là nhốm men thằng cùng ao em cao đấy ơi với ọt cao đấy cao nơi tôi khôi sạch khôi chơi chôl phum na bát mòn phum nông đỏ cồn máu chôl phum na bát mòn phum nông cái hai thật snong chẳng đấy chẳng snong cứ snong giang này anh là ông mà cha xong chìm snong ban đây thật snong chăng bà bục ló snong ló bà bục cọ snong cọ chăng tụm piang snong rồi xây con pro xây snong mà đai ở bục chăng snong giờ ta cái lai na ló ló snong giờ ta cái lai na để bà sa snong giờ ta cái lai na để bà pay nắng tướp snong ta tu snong giờ bàn chăng tí ca snong nắng snong chăng snong ta đói cây mua cái mua lo đây mà đai ở bục miền ba man có bây giờ niềm giờ mua luôn ai nâng đàm bây snong vinh nay bay khang cọ châu phum na bát mòn phum nông ba trăm giờ ti mình ao sẽ cái đây sóc đọt luôn loi cho mùi tiết song nâng song là việc mạch hậu lôi mà rộp song đôi dương song thay gì văn kế rư cả song là việc na miền ta non tê để riệp rộp thay sầm đanh bình chẹt prap nhum nhiệt bột tà bò để sát sô mà rật nì ta sa vẽ chân năng hàng sọt hoa cao na bờ lư bòi cha hỏi mình dù lao ya non nhung cả na chloi top chấm po ma ca sập bạc sum luôn ni miền bờ giáo bất chế ở cha bà con pro sray na thưa ban bất chế con là gian con bình đất con nẹt prai con puông po con cùng pul pro sa nhiệt nhôm bột bò sạt tầng lại trời rọc ở các liệt song côn mai ní cứ song đòi thọ buồn giang sông tiền chìm sạt hụt song để thọ buồn giang nhom cái nát đăng ấy thà song để thọ buồn giang ta thọ tầng buồn giang để con chơi prosray trời song chấm pua mà đai về bốc tua bay chia bát tê na cả đôi chuôn chiết na cả đôi nơi khung đầm bon na cả đôi khung thvip na cả đôi trờiแต่เมียน chấm pua mà đai về bốc đại khan mình baน้องตากูซองตามระเบียบนาเตอทอตั้งบุญนกทอไอคลาสมรัตนีแผ่นเตกาสปะบ่อปัดประกาศสอบโดยจำเริญโพซาตโวให้ซาตุสอบบรอสจุนสำลังมือมาธมากรมตอนสงาบให้โยมครับเปียแวนตาขมาเลยช่วยมุ้ยสตามมุ้ยสุดท้ายโยมเปียแวนตาขมาคนน้อยเบาะเพนยใจเบาะเพนยบานเปียแวนตาขมาแมนโดยเนื้อมันจะเกิดทากไม่เบาะไอ้แย่เบาะไอ้แย่จงหลังล้างออกได้จะลิงไอ้สาเจตะเปียแย่นั่งกอดกาวได้โยมดอทำไมดอไอ้แย่ดออ๋อทำไมยังลิงเดียนเลยโยมดับทอได้ตรซองก้นไม้ตีมวยสเทียซ้ำปะเตียบะไม้มันเมียนสเทียตรดักน้อมไม้เมียนสเทียบะกอดเมียนสเทียรุ่ยหายตรจุยตุ่มนกบ่มร้องจองดามบ่ไม้นั่งรัตเมียนสเทียโดยโกนใจโปรไซร์บ่ลุยบาสิกากางเก่งยังได้บานสโลสรูลมูลมาเตะเนี่ยจะไอ้กระชันปรุปดามถือบอลรอบบาดประซองเชียงมวยรอยอ่องพร้อมเตียงยำรันไปจุนอยู่ปูลูกเย่เมียนแต่เทียรุ่ยหายปันได้โกนใจโปรไซร์นั่งเกิดรัตใต้เป็นจุนแต่เทียต่ำกลางแต่เทียต่ำล่างแต่เทียบันแทมแต่เทียบอกอดไอ้รัตเต็กปุงปุ๊ไอ้รัตใต้ประสาล่างนี่ซองตีมวยตีปีไซเละซ้ำปะเตียบะไม้ตอนเมียนซัลโดยเต้าจุยไม้เมียนซัลซัลสำคัญนะมนุษย์อดซัลโดยอดกบาลจังโยมมือกับบาลมหาปรุมเปลโดยโจลชนะไตแต่เมียนบดไตรโยเสรสาโยกบาลมหาปรุมโย
do mà hai hay ọt hiên ao là bầu đấy cái lô thẹn mà lơ phèn đấy che phèn đầy hỏi cái lô thẹn từ lơ tắc sầm mót rinh tắc sầm mót hỏi cái lô bò từ lơ cá hoa hơn đây từ sai lơ cá riang phlieng điện kê phải che thạc bao nè ọt miền sál từ cái này na vì nè cái này nâng nè con chỉ kê priệp thiếp pro ấy cái bal mà ha prum cao nở rùa chọn ban chỉ vất thoa mà bao cộ mà chọn ban chỉ vật kê nè nâng hói cứ đạch sal nè na chọn ban chỉ vật kê là nâng đạch sal nè na chọn lui trọp kê hỏi lui trọp mà ban là nâng đạch sal bật khâu côn bật pun chun nè đợt tây đạch sal có họ kê đạch sal thật tật sờ văng có đạch sal mà nô đạch sal từ cái này na vì nia cái này nâng sông bay từ prum miền mục buôn cái đòi xa ấy đạch sal chọn ban chỉ vật kê riêng ấy mình đạch mình than này anh chỉ bỏ ăn chỉ bỏ prum chỉ tê và đa cả đói ao để chọn ban chỉ vật kê nhôm khơi chẳng ban kê phải chẹt thạc bao nè đạch sal bỏ từ lửa phèn đấy cháy phèn đấy bỏ từ lửa cá riang phlieng bỏ nong tắc sầm mót rinh tắc sầm mót pan tai cái priệp thiếp thật tép thị đa tiang pram pi ong thay bắt bay đa cả bal maha prum nâng chỉ nè đạch sal miền này đạch xe ở xa đời tranh prosna thua mà bao cả đói còn trâu từ lược tầm cao tép thị đa tiang pram pi ong ní nong mùi nám dọc xe ra xa có bao mà ha prum mà hai bát tẹt sân phun cày la mà đòn rồi giờ pel mà máu nong phụng nụ này chẳng phải che thả sal sầm khăn na nhôm bà nơi chất nẹt miền sal sọc sờ bài là hốt pan tay bà nơi chất nẹt ọt sal tách bát đi tách bát nô tách tới lâu lan trẻ tách tới lâu lan chậu chẳng sầm khăn na riêng sal bà mai ơi toàn miền sal đặc nom mai ơi miền sal bà mai ơi miền sal hói chui ốp bật thom tụm nóc bầm rong trong đám ở rất tai miền sal ngày sal chun quạt từ vọt tới sama tiền sal ở riêng sama tiền có đôi kia công an nắng mai ơi sama tiền sal mình ấy đấy trứ rồi cả sát thôi chạ ơi quạt đáp hai ta chỉ chấm này sal pro sal mình men sầm khăn lư sama tiền hay cát sal này na nhung bà sân của anh ta ơi sal hay cát sal atma đào ơi sal tăng cô có bay tầm ray xe tăng đam chư đam riang phnom đam pring đam riang tật đam cực kỳ đam có đam bên đam nấm nún đào ơi sal ơi miên sal tăng o pan đại sal nó men ban đại sa đào sa ca ơi nè đào sa ví là té chết tận na chỉ hết vi trả chẳng mà mai ơi toàn miên sal đặc nom còn miên sal ti bay cha kẹo sam bờ tia bà mai ơi toàn chơi bò để trả tiền đây cầm nanh đặc nom qua đại chạy bò để trả tiền cầm ơi đôi lùi dây mà nè nó còn prap thầm mom đâu ơi mai ơi buộc nâng không ai buộc pre thôi đi anh mình đâu thế mom đâu ơi mai thành mình đâu ngày sáu quạt từ vọt màu với giờ buộc từ đọt bạt hỏi đâu thì mày ơi cha màu với con cười dùng mà đời mà anh dùng thử ấy đọt là bo cha ban là bo thay tê nhá dùng đấy anh mình dùng sân ai buộc anh dùng đây lôi ao anhประมาณ năm anh tục cầm buộc nâng đọt cho lo gót đai lôi chẳng nhômហើយចឹងបើម៉ែឪនៅមានសេចក្តីកំណាញ់ចឹងត្រូវដឹកនាំថាម៉ែអើយចាស់ហើយម៉ែកុំខំប្រឹងចង់បានពេកត្រូវធ្វើទានដែលបានបន់បំផុតគឺសង្ឃទានឧបត្ថម្ភប្រសង់អ្នកបួសក្នុងសាសនារៀនភាសាបាលីបានបន់ច្រើនណាស់នឹងទី3ទី4បញ្ញាសម្បទាបើម៉ែឪមិនទាន់មានបញ្ញាដឹកនាំមានបញ្ញាពិចារណានៃចឹងទុកខាងអនត្តានៃចឹងមិនទៀងទុកខាងទុកអនត្តាមិនមែនខ្លួនយើងទេញោមធម៌ទាំង4នេះបើញាតិញោមបានផ្ដល់ដល់ម៉ែឪចាត់ទុកថាភ្នំមាសភ្នំប្រាក់ក៏មិនស្មើឥឡូវឧទាហរណ៍ថាម៉ែឪអាយុចាស់ហើយដោយលោកយាយបាសិកាកាងកិច្ចចឹងអាយុ85ហើយយកភ្នំមាសភ្នំប្រាក់ទៅឲ្យគាត់មិនអទេមិនដឹងយកមកធ្វើភ្នំមាសភ្នំប្រាក់ចាយបានប្រមាណឆ្នាំបើអាយុ120ឆ្នាំបានប្រមាណឆ្នាំទៀតចាយមិនអស់ទេភ្នំមាសភ្នំប្រាក់នោះនៅលោកយាយបាសិកានេះបាសិកាថែនៅវិមុខអាត្មាហ្នឹងកើជាងនេះឲ្យភ្នំមាសឲ្យភ្នំប្រាក់គ្មានអមកបន្តិចទេមិនដឹងយកមកធ្វើអីមានតែឲ្យគាត់សមាទានសិលហ្នឹងបានគាត់មានសទ្ធាគាត់ឲ្យស្ដាប់ធម៌បានមិនដឹងយកភ្នំមាសភ្នំប្រាក់មកធ្វើអីអញ្ចឹងម៉ែឪឲ្យធម៌4យ៉ាងនេះល្អប្រសើរណាស់ហើយកូនប្រុសស្រីបើចង់បានបន់បំផុតធ្វើម៉េចឲ្យម៉ែឪមានសទ្ធាធ្វើយ៉ាងណាឲ្យម៉ែឪមានសិលរកវិធីយ៉ាងណាឲ្យម៉ែឪចេះបរិច្ចាគទាននិងរកឱកាសយ៉ាងណាឲ្យម៉ែឪមាននៅបញ្ញា
សំខាន់អស្ចារ្យជាទីបំផុតដែលហៅថាសងព្រោះថាក្រោយពីគាត់មាននៅធម៌4យ៉ាងនេះហើយគាត់លែងកើតលែងចាស់លែងឈឺលែងស្លាប់ហើយអនាគតជាតិនឹងបានជួបនឹងព្រះច្បាំងធម៌សុខភាពល្អអាយុវែងយាត្រាទៅកាន់ព្រះនិព្វានមានរូបរាងកាយណាឲ្យប្របាក់សងគុណទៀតមនុស្សយើងដែលនៅចេះតែសងគុណនឹងថាកើតឲ្យចាស់ហើយឈឺហើយស្លាប់ហើយកើតទៀតប៉ុន្តែបើបានទៅនិព្វានឈ្មោះថាសងរួចហើយសូមឱកាសដើម្បីជម្រាបដល់ញាតិញោមពុទ្ធបរិស័ទប្រុសស្រីជាកូនចៅទាំងអស់លោកលៃរកឱកាសសងគុណម៉ែឪឲ្យបានដោយការផ្ដល់នៅធម៌4យ៉ាងនេះដល់ម៉ែឪខ្ញុំកណាអធិប្បាយស្រាយបង្ហាញប៉ុណ្ណេះស្លេះប៉ុណ្ណឹងមិនដឹងបតេជគុណម្ចាស់វត្តកំពូលភ្នំឈើកាច់ទទួលឬមិនទទួលទេបើទទួលក៏ត្រេកអរបើមិនទទួលក៏ត្រេកអរដែរសូមទានជ្រាបសាធុសាធុសាធុទទួលឡើយអញ្ចឹងទេអសទ្វេសធាសម្បទាយៈសមាតបេតិនិវិសេតិបតតបេតិទុសីលេសីលសម្បទាយៈសមាតបេតិនិវិសេតិបតតបេតិទុបញ្ញោបញ្ញាសម្បទាយៈសមាតបេតិនិវិសេតិបតតបេតិគាត់មិនទាន់មានសទ្ធាញ៉ាំងឲ្យមានសទ្ធាមិនទាន់មានសិលញ៉ាំងឲ្យមានសិលមិនទាន់មានការឲ្យទានការលះញ៉ាំងគាត់ឲ្យលះគាត់មិនទាន់មានបញ្ញាញ៉ាំងគាត់ឲ្យមានបញ្ញាហើយអំបញ្ញមិញនឹងលើដោយគុណម្ចាស់ថាអាពូកចាស់បដូរដុតចោលតែញ៉ាពូកថ្មីដាក់ខ្ញុំកណាជាឆ្ងល់ហេតុអីបាននិយាយអង្គុយយំបើបានតែថ្មីហើយលុយអញប្រហែលនឹងដាក់ក្នុងទៅយកទៅដុតចោលអស់លីងអីហើយទៅតាមដានយាយណានោះបានតែធ្លាប់ចំណាំយាយគាត់ច្រើនតែដាក់អញ្ចឹងយ៉ាងមកទៅនោះអញ្ចឹងទេអរប្រគុណណាស់ហើយមួយវិញទៀតកូនប្រុសស្រីកុំយល់ច្រឡំមានអ្នកខ្លះគេយល់ច្រឡំថាតួនាទីចិញ្ចឹមកូនគឺជាការងាររបស់ឪពុកម្ដាយក្រោយពីខ្លួនចាស់ទៅកុំរំខានគេវើបដោយបើអញ្ចឹងទីសេចក្តីសង្ឃឹមរបស់ឪពុកម្ដាយនៅពេលដែលខ្លួនចាស់គឺមានតែកូននឹងឯងកូននឹងឯងគឺជាសម្បត្តិទី1សម្រាប់មនុស្សហើយដែលកូននឹងឯងជួយបីបាច់ថែរក្សាក្រោយពីខ្លួនជាម្ដាយឪពុកធ្វើការអ្វីលែងកើតឬក៏ក្រោយពីកូនចៅប្រុសស្រីធំឡើងមានការងារមានប្រាក់ខែដើម្បីចិញ្ចឹមខ្លួនវិញចឹងទីអរប្រគុណណាស់នៅក្នុងវគ្គដែលមហាកាសបៈដណ្ដឹងសួរចំពោះព្រះមហាអានន្ទក៏សន្មតថាបញ្ចប់សង្ខេបប៉ុណ្ណេះទៅចុះក៏សូមអរតនីព្រះមហាអានន្ទដណ្ដឹងសួរទៅដល់រាហុលនឹងការឡែនថែជាបន្តសូមអរតនីអ៊ីតោកាលតោបន្ទាប់ពីកាលវេលាគ្រាបច្ឆាវិសាចនីរវាងព្រះមហាកាសបៈនិងព្រះមហាអានន្ទចប់ហើយនៅឡើយតែអានន្ទនិងរាហុលដែលត្រូវជាពូនិងក្មួយចោតសួរគ្នាគ្រាន់ថាពូចាញ់ក្មួយពូបានត្រឹមសោតាក្មួយរហាត់កាត់កិលេសជាព្រះរហន្តរាហុលនឹងព្រះរហន្តណាញោមឯអានន្ទនៅសោតាបណ្ណបុគ្គលនៅឡើយទេកាលទេសក្រែ5ប៉ុន្តែអានន្ទបួសមុនរាហុលកាលបួសអាយុ7ឆ្នាំមិនទាន់ដឹងខ្យល់អីដែរហ្នឹងញោមកាលនោះព្រះអង្គទៅបិណ្ឌបាតនាងពំពាកាន់សេរសារាហុលចង្អុលព្រះអង្គបត់បៃតាបត់ឯងបកើតនោះបិណ្ឌបាតទៅសុំទ្រព្យរាហុលរត់ពីក្រោយត្រេកសាមណៈឈប់សិនសុំទ្រព្យសាមណៈឈប់សិនសុំទ្រព្យព្រះអង្គអត់ឈប់ទេរាហុលតាមដល់វត្តទៅសុំទ្រព្យញោមដល់វត្តព្រះអង្គទ្រង់ព្រះចិន្តាថាបើឲ្យទ្រព្យផ្សេងក្រៅពីអរិយទ្រព្យអត់ល្អទេទ្រព្យនឹងអត់បានជាប់នឹងខ្លួនទេព្រះអង្គក៏ប្រទានអរិយទ្រព្យព្រះអង្គប្រាប់ព្រះសរិបុត្រយករាហុលទៅបបួសសាមណេរមួយអង្គហើយសរិបុត្រសួរថាបបួសមិនព្រះអង្គកោសក់ស្លៀកសម្ពុតការសាវៈឲ្យត្រៃសនគមឡើងជាសាមណេរហើយអត់ប្របាកទេឡើងជាសាមណេរអញ្ចឹងទៅព្រះមោគលានក៏ប្រទានឱវាទសពបែបយ៉ាងអញ្ចឹងទៅសមាទានសិល10អី
អត់តន់ដឹងខ្យល់ទេរាហុលមកឡើងជីកកព្រះអង្គកាន់ប្រកេះព្រះព្រះអង្គឡើងជីលើស្មាសពបែបយ៉ាងមិនតន់ដឹងទេញោមរាហុលមិនតន់ដឹងដល់ពេលក្រោយមកដល់ដឹងមករាហុលនឹងប្រកែគោរពសិក្ខាបទវិន័យព្រះអង្គទ្រង់បញ្ញត្តិថាសាមណេរមិនត្រូវសឹងជាមួយភិក្ខុរាហុលអត់កន្លែងសឹងទៅសឹងក្នុងប្រគុណណាញោមព្រលឹមឡើងព្រះអង្គយាងទៅប្រគុណកោះទ្វារលងក្រែកក្រកក្រែកសក់គ្រូសាក់សួនណាហ្នឹងទូលអង្គមរាហុលរាហុលបតថាគតមិនមកសឹងប្រគុណមិនឲ្យសឹងមិនបើព្រះអង្គបញ្ញត្តិថាមិនឲ្យសាមណេរសឹងជាមួយភិក្ខុសាមណេរអត់កន្លែងសឹងមានប្រគុណនឹងឯងហើយអញ្ចឹងរាហុលនឹងប្រកែគោរពប្រតិបត្តិធម៌វិន័យណាពីដើមមិនទាន់ដឹងលុះតែដឹងគឺគោរពអេតតកៈលើភិក្ខុទាំងឡាយផ្នែកកាមសិក្ខាចឹងបានជាញាតិញោមពុទ្ធបរិស័ទខ្លះឃើញលោកសង្ឃបួសតូចតាចអីថាអូបាបបណ្ឌធាតពិតញោមនិស័យរបស់ក្មេងមិនចោលទេចរិតលេងគ្រាន់បើយើងញោមជួនកាលមួយខែមិនដែរស្គាល់វត្តម្ដងហើយថាឲ្យលោកញោមខ្លះណាមិនថាឲ្យញោមទេបើញោមខ្លះមួយខែមិនដែរចូលវត្តម្ដងប៉ុន្តែឃើញលោកថាឲ្យលោកមានអញ្ចឹងដែរប៉ុន្តែគេថាមានរឿងអីដល់ខ្ញុំរឿងធំកុំតែខ្ញុំថាគេចាប់ឲ្យញោមឥឡូវបែបហែមើលភក្ត្រារាហុលឃើញថាខ្មៅស្រស់វត្តព្រះវិហារធំនេនទុំពីដើមទុំពីដើមសដូចទេសឯកហែកពីកៃទុំឥឡូវក៏ខ្មៅដូចព្រីងក៏ស្អាតម្យ៉ាងដែរញោមគេថាបើខ្មៅសុំឲ្យខ្មៅដូចព្រីងបើល្វីងសុំឲ្យល្វីងដូចស្ដៅមិញនេះសួរតាក់តងពីរឿងតបពីរឿងស្នងពីរឿងសងគុណម៉ែឪឥឡូវឆ្ងល់និយាយទៅពីរឿងកូនអត់និយាយពីរឿងម៉ែឪដូចមិនកើតនិយាយពីរឿងម៉ែឪបន្តិចមកមើលរាហុលសួរថាម៉ែឪទាំងអស់ល្អទាំងអស់ឬក៏មានចំណុចខ្វះខាតខ្លះដែររាហុលសូមឆ្លើយភន្តិបពិតព្រះមហាអនន្តម្ចាស់ពូអីពូឲ្យក្មួយខុសគ្នាឆ្ងាយខ្សែស្រឡាយតែមួយប៉ុន្តែមួយសឲ្យឆ្គុះហើយមួយទៀតខ្មៅអ៊ូញមិនដូចគ្នាពូឯងក្មួយបាញ់មិញនេះនិយាយពីរឿងយាយណាមិនដែលចូលវត្តស្ដីឲ្យលោកនេនខ្ញុំកណាននឹកឃើញបន្តិចបង្ហើបបន្តិចចុះមិនទាន់ឆ្លើយទេរឿងសំណួរដែលប្រគុណម្ចាស់សួរយាយមួយចូលវត្តញឹកហើយស្ដីឲ្យលោកនេនទៀតណោះឃើញកំសៀវតែជ្រុះវិកត់មកកាកតែប្រហែលកន្លះកំសៀវលោកណាលោកនេនអាត្មាឆាន់ឲ្យមិនក៏មិនយកទុកអាត្មាផ្លេចចឹងលោកណាយូរអាងតលោកទូចលោកចឹងហើយវាមិនយាយឆាន់ហើយមិនចេះយកទុកធ្វើលោកសង្ឃអីចឹងអាម៉ានៅទូចនៅទូចហ្នឹងហើយមិនចេះគិតពីទូចទៅសពប៉ាំងដាក់លោកនេនសួរម៉ែយាយខ្នាម៉ែយាយឯងអាយុម៉ានហើយ8ហើយនៅម៉ានខែទៀត81លោកនេនជក់មាត់ចុចយាយចាស់ប៉ុណ្ណឹងហើយអត់ងាយងាប់ណាយីលោកឯងកូនពីណាកូនញោមម៉ាលោកឆ្លើយអញ្ចឹងខឹងលោកហ្មងអានឹងរឿងអ្នកចូលវត្តយូរក៏ស្ដីឲ្យដែរបើមិនអីវត្តគិរីសម្រិតកុំស្ដីឲ្យលោកខ្ញុំណាទូចអញ្ចឹងមែនភ្លេចច្រើនសតិសមោសាឥឡូវប្រគុណម្ចាស់ពូសួរអាត្មាថាមេត្តាបិតានឹងល្អទាំងអស់ឬក៏មានចំណុចខ្វះខាតមេត្តាបិតាដែលបានចិញ្ចឹមបុត្រធីតាប្រុសស្រីម្ចាស់ពូពិតជាមានចំណុចខ្វះខាតសូមនិមន្តទទួលសាធុទទួលឲ្យញោមចឹងញោមកុំអាលសើចស្រស់មានចំណុចខ្វះខាតដែរតែបើប៉ះលើញោមណាទទួលចុះនេះព្រោះជាកំហុសរបស់ញោមដែលជាមេត្តាបិតាតែបើមិនប៉ះមិនបាច់ខ្វល់ខំប្រឹងកសាងកុសលបន្តទៅទៀតកុំឲ្យដូចយាយណាមួយអាយុ781នោះថាឲ្យលោកដល់ចូលឡើងប្តឹងផ្ដាល់ដល់ចៅអធិការប្រហែលជាដីគុណវិហារធំប្រកែដោះស្រាយកណាមិនសុខចិត្តទេកូននេននឹងថាឲ្យកណាខាងការបានងាប់កណាមិនសុខចិត្តទេស្រាប់តែចារិកាលោកដោះស្រាយថាកូននេននឹងលោកនិយាយប្រកបអត្តន័យអីខាងកាលបានញោមឯងងាប់សេចក្តីក្រោធ
អញ្ចឹងឯងចឹងងាប់ក្រោតហ្នឹងហើយងាប់ក្រោតអ្នកណាចង់ឲ្យញោមស្លាប់ទៅបើញោមស្លាប់អ្នកណាបានដាំចង្ហាន់ប្រគេនអាត្មាទៀតក៏រួចខ្លួនទាំងអស់ទៅញោមចឹងរឿងសំខាន់មកពីសេចក្តីក្រោតទេតាមកពីញោមនឹងក្រោតចំពោះលោកនឹងគ្រាន់តែឃើញកំសៀវធ្លាក់ប៉ុណ្ណឹងក្រោតដែរញោមឥឡូវម៉ែឪមានចំណុចខ្វះខាតតែម៉ែឪមានចំណុចខ្វះខាតនឹងខ្វះខាតអ្វីខ្លះរាហុលសូមឆ្លើយបពិតព្រះមហាអនន្តវល់ច្រឡំអង្គដាលនេះមានព្រំលេបទឹកខុសមាត់បាញ់មិញនេះប្រគុណម្ចាស់សួរថាមានចំណុចខ្វះខាតអ្វីខ្លះមេត្តាបិតាមានចំណុចខ្វះខាតប្រគុណម្ចាស់ប៉ុន្តែដោយព្រះមហាអនន្តម្ចាស់ពូអាត្មាបិណ្ឌបាតអីចឹងយាយណាញោមណាល្អហើយកុំខឹងរាហុលហើយញោមណានៅខ្វះរឹសដាក់បន្ថែមមានចំណុចខ្វះខាត5យ៉ាងមេត្តាបិតាសូមព្រះមហាអនន្ទនិមន្តជ្រាបកតមង្រាហុលោចំណុចខ្វះខាតទាំង5នោះអ្វីខ្លះសូមឆ្លើយបពិតព្រះមហាអនន្តបទខាងដើមពពុទ្ធមេត្តាពពុទ្ធទ្រង់ត្រាស់ថាមេត្តានិងបិតាចិញ្ចឹមកូនខ្វះខាតមិនបានហាមកូនកុំឲ្យធ្វើបាបចំណុចទី2ពពុទ្ធទ្រង់ត្រាស់ថាមេត្តាបិតាចិញ្ចឹមកូនហើយមានចំណុចខ្វះខាតមិនបានឲ្យកូនតាំងនៅក្នុងសេចក្តីល្អចំណុចខ្វះខាតទី3មេត្តាបិតាខ្លះបានឲ្យកំណើតកូនតែមិនបានឲ្យកូនសិក្សារៀនសូត្រចំណុចខ្វះខាតទី4មេត្តាបិតាខ្លះបានឲ្យកូនសិក្សារៀនសូត្រតែមានចំណុចខ្វះខាតមិនព្រមរើសគូស្រករឲ្យកូនមេត្តាបិតាខ្លះចំណុចទី5ព្រះមហាអនន្តការកូនរួចមានចំណុចខ្វះខាតមិនព្រមចែកទ្រព្យឲ្យកូនបើប្រគុណម្ចាស់ព្រះមហាអនន្តវិជ្ជកិច្ឆាសូមសាកសួរបន្ថែមសូមរតនាសាធុជ្រាបហើយចំណុចខ្វះខាតនឹងដូចទូនាទីម៉ែឪដែរខ្ញុំកណាស្មានថាអ្វីផ្សេងចឹងគឺទូនាទីរបស់ម៉ែឪនេះទេខ្ញុំកណាមិនវិជ្ជកិច្ឆាឆ្ងល់អីទៀតទេបើមិនមានធម៌5នេះទេគឺខ្វះខាតហើយញោមប៉ុន្តែមើលទៅញោមកំរខ្វះណាខៃលោញោមខ្លះឃើញកូនសម្លាប់សត្វអីថាអាហ្នឹងបានអញ្ចឹងទៅឯងអដែរឯងវាមិនហ៊ានដល់បានកូនអញ្ចឹងទៅឯងវាស្រួលដែរនៅខ្វះខាតហើយណាញោមហើយជួនកាលកូនហ្នឹងក៏កិច្ចសាលាចុះកិច្ចឡើងអញ្ចឹងទៅឯងបានកូនកិច្ចសាលាជួយធ្វើការដែរបើអញ្ចឹងស្រួលដែរមិនបាច់ឲ្យកូនរៀននាំទៅអស់លុយនឹងខ្វះខាតដែរញោមដោយសទ្ធិម្នាក់នេះមិនឲ្យកូនរៀនទេគេហៅចំណុចខ្វះខាតកូនឯងមិនបាច់រៀនទេទ្រព្យសម្បត្តិពុកម៉ែស៊ី10ជាតិនេះក៏មិន13ជាតិនេះក៏មិនតាន់ទៅណាដែរទ្រព្យសម្បត្តិនេះដល់ឲ្យកូនរៀនកូនល្ងងដល់ម៉ែឲ្យស្លាប់ចោលអស់កូនសែបគប់ជន់ពីលសែបគប់ជន់ពីលរៀលទុកដល់ខ្លួនជន់ពីលនាំទៅផាក់ជន់ពីលនាំទៅលបែងដល់លេងលបែងអស់ផាក់ស្រាអស់លុយជន់ពីលនាំទៅលួចអាគេចេះលួចប៉លិសតាន់គេរត់រួចឯងចេះលួចនៅនឹងចាប់បានគេចាប់ចងរាជបរោះចាប់ចងគេបដើតាមភូមិអញ្ចឹងទៅយកបហាជីវិតមានសទ្ធិធីតាម្នាក់ឃើញស្រឡាញ់នឹកតូចចិត្តអាណិតបរោះហ្នឹងមិនមែនស្រឡាញ់ជាស្វាមីស្រឡាញ់អាណិតថាពីដើមមានទ្រព្យច្រើនឥឡូវល្បីថាលួចគេចាប់ចងយកទៅសម្លាប់ចោលក៏សូមរាជបរោះថាសូមជូននំសមបរោះហ្នឹង4រាជបរោះក៏ព្រមឲ្យនំហ្នឹងទៅពងតែរៀបហូបនំនឹងរៀបស្លាប់ញោមប្រមុខកលៀនមកបិណ្ឌបាតពីមុខនឹកឃើញល្អនំនឹងតួ3ស៊ីទៅក៏ដាច់ក្បាលងាប់ទៅដែរមិនបាច់ស៊ីទេប្រគេននៅលោកដាក់ចង្ហាន់លោកទៅដាក់ចង្ហាន់លោកប្រមុខកលៀនឆាន់នៅនឹងបរោះជ្រះថ្លាស្លាប់ទៅគេកាត់ក្បាលស្លាប់ទៅកើតជារុក្ខទេវតាញោមដោយសារបានកើតជារុក្ខទេវតាត្រូវកើតនៅឋានត្រៃត្រង់សាឋានសួគ៌ជាន់ទី2ប៉ុន្តែមានចិត្តស្រឡាញ់ចំពោះសេដ្ឋីធីតាថាឯងប៉ុណ្ណឹងនៅស្រឡាញ់ឯងទៀតនឹកអញ្ចឹងនឹកអាពាក្យសម្ដីហ្នឹងឯងធ្វើចោលគេយកទៅសម្លាប់ប៉ុណ្ណឹងហើយស្រឡាញ់ឯងទៀតបានកើតជារុក្ខទេវតាហ្នឹងតាមគម្ពីរដីកាថាទេវតាហ្នឹងទៅយកនាងហ្នឹងមកធ្វើជាមហេសីបានដែរញោមនេះបញ្ជាក់ថាខ្វះខាតអត់ឲ្យកូនសិក្សាបានជាកូនល្ងងសេពគប់ជន់ពីលម៉ែឪមានចំណុចខ្វះខាតប៉ុណ្ណេះចុះកូនតើមានចំណុចខ្វះខាតឬទេរាហុលសូមឆ្លើយបពិតព្រះមហាអនន្ត
រីឯកូនប្រុសស្រីពិតជាមានចំណុចខ្វះខាតមាន4ប្រការណាអម្ចាស់សូមនិមន្តជ្រាបសាធុសូមនិមន្តជ្រាបតែរាហុលចំណុចខ្វះខាតរបស់កូនទាំង4អ្វីខ្លះសូមឆ្លើយបបិទ្ធព្រះមហាអនន្តដល់វេនខ្ញុំកណាអនន្តដូចត្រឹមតែហ្មងព្រោះឃើញយាយបែបរៀងត្រុតលែងមមចាប់ផ្ដើមរង្គោះរង្គើកាន់តែខ្លាំងទៅអាម៉ោងដំបូងហ្នឹងម៉ោងពុលបាយម៉ោងព្រះអនុរុទ្ធចាស់គេថាម៉ោងពុលបាយតាបាយហើយដាក់មួយសលើតអាមួយសលើតហ្នឹងចោលលួយគោអស់មកក្រោលយាយតែវាស្រួលពេករួចមកដល់ម៉ោងអាត្មាលែងពុលបាយប្រហែលជាពុលតែម្ដងហើយយាយខ្លះប្រហែលជូរមាត់រើទឹកតែទៀតណោះថាទៅម្ចាស់ពូអាត្មាលើកដាក់ផ្លែតមកកៅភ្លាមឥឡូវហ្នឹងចំណុចខ្វះខាតរបស់កូនប្រុសស្រីមាន4យ៉ាងពុទ្ធទ្រង់ត្រាស់សម្ដែងនៅក្នុងមេត្តាបេតុគុណកថាបញ្ជាក់ពីរឿងការខ្វះខាតរបស់កូនបត់ខាងដើមថានៅតូចមិនមានសតិរលឹកគុណមេត្តាបិតាជាចំនួនច្រើនកាលណាដែលមានវ័យវឌ្ឍនាការចម្រើនធំឡើងច្រើនបណ្ដោះបណ្ដោយពេលវេលាឲ្យកន្លងទៅដោយមិនបាននឹកដល់ចំណុចខ្វះខាតទី3កូនប្រុសស្រីចេះចិញ្ចឹមតែរូបកាយម៉ែឪក៏ប៉ុន្តែមិនចេះចិញ្ចឹមចិត្តនិងចំណុចខ្វះខាតទី4ចេះចិញ្ចឹមតែពេលបច្ចុប្បន្នបរៈលោកខាងមុខអត់ចេះចិញ្ចឹមសេចក្តីខ្វះខាតមានប្រមាណប៉ុណ្ណេះស្លេះប៉ុណ្ណឹងទូលប្រគេនអនន្តម្ចាស់ពូនិមន្តជ្រាបសាធុ3ដងទៅចុះព្រោះឲ្យជ្រាបពេកម្ចាស់ក្មួយរាហុលខ្ញុំកណាមដែលឮហើយក៏មិនដែលដឹងរាហុលមានចំណេះចេះប្រាជ្ញាភ្លឺថ្លាដូចពេជ្រពុនរាយមុនមកពីឆ្ងាយបញ្ចេញចម្លើយឆ្លើយមកមានអត្តន័យល្អណាស់ត្រូវបណ្ដោះនៅសតិឲ្យដឹងគុណម៉ែឪពីតូចកុំឲ្យធំទៅបន្ទោសកូនណាគ្មានចេះដឹងគុណទេតាមពិតមកពីតូចហ្នឹងមិនបានបណ្ដោះគំនិតដឹងគុណបើបណ្ដោះគំនិតសិក្សាពីតូចធំទៅចេះคล้ายទៅជាអ្នកប្រាជ្ញប៉ុន្តែបើនៅពីតូចមិនបានបណ្ដោះគំនិតតែដើរលេងប៉ោឡែអាវ៉ាសែចុះឡើងកូនទៅតាមនោះដែរអញ្ចឹងឃើញថារាហុលឆ្លើយមកល្អហើយម្យ៉ាងទៀតចុងក្រោយនោះដើម្បីចិញ្ចឹមមេត្តាបិតាឲ្យតាំងជីវិតរស់នៅឆ្ងល់ជីវិតមនុស្សដែលតាំងជីវិតរស់នៅនឹងតើប្រៀបដូចជាអ្វីរាហុលសូមឆ្លើយប្រៀបដូចជាអ្វីប្រៀបដូចជាលលើបសូមនិមន្តជ្រាបរាហុលស្ដាប់សំណួរច្រឡំហើយគេថាមើលឲ្យជាក់សំញាក់ចិញ្ចើមបើចង់ដឹងរឿងពិតត្រូវពិនិត្យរកហេតុខ្ញុំកណាសួរថាជីវិតមនុស្សដែលតាំងនៅប្រៀបដូចជាអ្វីមិនមែនប្រៀបទេគឺប្រៀបអញ្ចឹងខ្ញុំកណាលុបពាក្យប្រៀបនឹងចេញក្រែងលុយរាហុលច្រឡំដូចអាលោកទៀតជីវិតមនុស្សដែលរស់នៅដូចជាអ្វីរាហុលសូមឆ្លើយបបិទ្ធប្រគុណជាអម្ចាស់ប្រៀបរៀងវាស្តៀងអាលោកវាមិនដូចគ្នាតែប្រៀបដូចអ្វីមិនដូចលលើបហើយចឹងជីវិតដែលតាំងនៅនេះធៀបបានទៅនឹងអ្វីធៀបបានទៅនឹងស្លឹកឈើទុំប្រគុណម្ចាស់សូមនិមន្តទទួលសាធុប្រៀបបានដូចស្លឹកឈើទុំនិយាយពីប្រៀបដូចអាលោកនឹកឃើញរឿងមួយប្តីទៅផឹកពេកប្រពន្ធទៅស្ដីឲ្យឯងនេះផឹកស៊ីប្រៀបដូចឆ្កែអញ្ចឹងប្តីថាណែអញស្វឹងយ៉ាងណាអញមិនទាន់វែងប្រៀបអត់ដូចឆ្កែប្រៀបដូចអាលោកបានប្រពន្ធនឹងថាប្រៀបដូចឆ្កែថាគ្មានទេមិនវែងទេស្វឹងយ៉ាងណាក៏វែងប្រៀបដូចអាលោកឥឡូវជីវិតមនុស្សយើងដែលតាំងរស់នៅប្រៀបដូចស្លឹកឈើទុំចុះអ្វីដែលកំពុងតែដេញតាមជីវិតយើងសពថ្ងៃរាហុលសូមឆ្លើយបបិទ្ធព្រះមហាអនន្តម្ចាស់បងចាស់ពូចូលតួបងផងពូផងតន់រៀនអារឿងខ្សែស្រឡាយសាច់ញាតិ
តាក់ទងទៅនឹងកិច្ចការងារនៃជីវិតនេះអ្វីដែលកំពុងតែដេញតាមសពថ្ងៃញាតិញោមមច្ចុជាបម្រើរបស់ស្ដេចមច្ចុរាជណាយមរាជហើយចឹងតាក់ទងទៅនឹងត្រង់បទដែលព្រះមហាអានន្ទបានដណ្ដឹងសួរជីវិតនេះប្រៀបបីដូចជាអ្វីជីវិតធៀបបានទៅនឹងស្លឹកឈើទុំសម្ដែងភ្ជាប់មកនឹងសំណួរទី2របស់ព្រះមហាអានន្ទអស់លោកអ្នកពុទ្ធបរិស័ទជីវិតធៀបបានទៅនឹងស្លឹកឈើទុំដូចម្ដេចជាធម្មតាស្លឹកឈើដែលមានសភាពមានពណ៌លឿងរមែងជ្រុះរបេះចាក់តងចាក់ដើមចាក់វល្លិជាមិនខានប៉ុន្តែមិនដឹងវេលាគ្រាណាជីវិតរបស់យើងដែលតាំងនៅសពថ្ងៃទាំងដៃគុណកដាលក៏ដោយទាំងដៃគុណខាងក៏ដោយញោមព្រំទាំងពីរព្រះអង្គក៏ដោយញាតិញោមបកណាម្ចាស់ក៏ដោយពពុទ្ធទ្រង់ត្រាស់សម្ដែងនៅក្នុងសង្ឃវេជនីយគាថាត្រាស់សម្ដែងថាធម៌ទាំងឡាយទាំងពួងមានសភាពជាអនិច្ចលក្ខណៈសភាពមិនទៀងគឺមិនមែនជាធម៌សម្រាប់អ្នកស្រុកតែម្នាក់មិនមែនជាធម៌សម្រាប់អ្នកនិគមតែមួយត្រកូលតែមួយហើយក៏មិនមែនជាធម៌សម្រាប់ទេវតាជាន់ណាមួយដែរសភាពមិនទៀងទាត់មានការប្រែប្រួលនេះជាធម៌របស់មនុស្សសត្វឥន្ទ្រាមាព្រំគ្រប់រូបគ្រប់ទីកន្លែងអីចឹងមនុស្សយើងប្រៀបបានទៅនឹងស្លឹកឈើទុំយ៉ាងណាពោលគឺសេចក្តីស្លាប់ញាតិញោមណាប៉ុន្តែមានទេសនាទៅអ្នកខ្លះគេថាចាស់បានដូចស្លឹកឈើទុំដល់គេក៏លេចមើលយាយមកទោះលោកយាយកោសក់ណាលោកយាយគេថាលោកយាយដែលសក់ស្កូវខ្លាំងហ្នឹងលោកយាយនោះឲ្យដូចស្លឹកឈើទុំហើយប៉ុន្តែបើតាមធម៌ព្រះពុទ្ធថាស្លឹកឈើទុំមិនមែនតែលោកយាយសក់ស្កូវទេដៃគុណសក់ខ្មៅនៅលើ5អង្គហ្នឹងក៏ដូចស្លឹកឈើទុំដែរញោមព្រំទាំង2អង្គក៏ដូចស្លឹកឈើទុំញោមណាក៏ដូចស្លឹកឈើទុំដែរព្រោះសភាពក្តីនៃការព្រាត់ប្រាសនេះគឺតែងតែមានគ្រប់រូបហើយបើខ្យល់បក់ខ្លាំងនិយាយចាប់ដើមមកពេបពហើយបើខ្យល់ធម្មតាក៏ស្ងប់ឈឹងទៅតែប្រៀបបាននឹងយើងរាល់ថ្ងៃញោមពេលខ្លះឈឺចិត្តផុតណាអ្នកខ្លះថ្ងៃមុនទៅស៊ីកាទៀវស៊ីមិនបានគាត់ធ្វើទុកឯងមកផ្លេតនឹងចង់ផុតក៏តែមានហើយញោមខ្លះទៀតថាទៅបោចវ៉ាកំពុងតែបោចល្ងិតមុខឈឹងវាប្រុងយកឯងកដាលព្រៃនោះហើយញោមខ្លះទៀតស្ដាប់លោកទេសឃើញគេរឹតលាន់សួរថាថៃមកពីស្ដាប់លោកទេសហើយបានរឹតខ្យល់វាមិនមែនទេញោមមិនមែនមកពីរឿងលោកទេសទេវាមិនទៀងណាសភាពអនិច្ចលក្ខណៈហ្នឹងមិនមែនធម៌លោកសង្ឃឯណាហើយក៏មិនមែនធម៌ព្រំមិនមែនធម៌យៈដែរធម៌មនុស្សទេវតាទាំងអស់គ្រប់រូបហើយចឹងយើងដូចស្លឹកឈើទុំញោមរាល់ថ្ងៃនៅថ្ងៃជ្រុះនេះហ្នឹងមិនដឹងថ្ងៃណាទេហើយកុំថាចាស់ដូចស្លឹកឈើក្មេងអាត្មាក៏ដូចស្លឹកឈើទុំដែរស្រួលហ្នឹងជ្រុះមុនញោមណាដែលឃើញទេញោមអាត្មាសំដែងអំពីវិសាខាសូត្រណានៅក្នុងព្រះសតន3ដកណានិយាយវិសាខាមានកូន20នាក់ប្រុស10ស្រី10ចៅ400នាក់ចៅប្រុស200ចៅស្រី200ចៅទួតនោះ8000នាក់ច្រើនរហូតទៅបូក8420នាក់ប៉ុន្តែស្រឡាញ់ចៅស្រីមួយឈ្មោះសតតៃដឹកដៃទៅវត្តតាំងពីអាយុ5ឆ្នាំស្រឡាញ់ណាស្រឡាញ់នោះមហាសែនស្រឡាញ់ញាតិញោមយាយវិសាខាជាយាយទួតសតតៃចេះនិយាយភាសាលោកបរោះចេះប្រកេនចង្ហាន់លោកចេះក្រាលអាសនៈព្រះអង្គណាទាព្រះអង្គណាខ្ពស់ចាស់ភាសាខ្ចីភាសាចេះណាចឹងបានគេឲ្យដឹកដៃក្មេងៗទៅវត្តពីតូចហ្នឹងហើយចេះនិយាយភាសាលោកផែមប៉ុន្តែញោមខ្លះហ្នឹងសាកសួរមើលចាជាមួយលោកឥឡូវណាទូរស័ព្ទខលមស្រួលដៃគុណអាត្មាមុនដៃគុណមកឆាន់បាយនៅផ្ទះនឹងអត់លេងអាត្មាជាមួយលោកអីក៏មានដែរសួរមើលមកសាលាឆាន់ហ្នឹងបើមាន1 2សាកមើលបើម្ចាស់ជាមួយលោកហ្នឹងហើយម្ចាស់គ្រាន់បើទេកុំឲ្យតែអាត្មាហើយបើអាត្មានៅគ្រាន់បើទេកុំឲ្យតែអញវើវឹកបដ ாய் ណែបើខ្លាចទៅយ៉ាប់ចេះណាអញ្ចឹងញាតិញោមចេះណាប៉ុន្តែរឿងមនុស្សដូចស្លឹកឈើទុំញោមសតតៃឈឺតែ3ថ្ងៃស្លាប់បាត់យាយវិសាខាយំបានប្រពុតសម្ដែងនៅក្នុងវិសាខាសូត្រហ្នឹងរឿងមនុស្សប្រៀបបីដូចជាស្លឹកឈើទុំអញ្ចឹងមិនដឹងរបេះថ្ងៃណាមនាលវិសាខាមិនថាចាស់មិនថាក្មេងមានសភាពដូចស្លឹកឈើទុំទាំងអស់ហើយចុះញាតិញោមស្អីដែលកំពុងដេញយើងរាល់ថ្ងៃព្រះមហាអនន្ទម្ចាស់ពូអាត្មាសួរអំបញ្ញមិញថាស្អីកំពុងដេញយើងញោមព្រមមកពីភ្នំពេញព្រឹកមិញឃើញអីដេញពីក្រោយហ៎អត់មានឃើញទេព្រះអង្គចាស់ពុទ្ធិខាងក្រុងភ្នំពេញមានឃើញអីដេញទេមានឡានតូរីសគេពីក្រោយឬក៏ឡានតាក់ស៊ីអីដេញពីក្រោយប៉ុន្តែបើធម៌ពុទ្ធក្នុងសង្ឃវេជនីយគាថា
លោកសំដែងថាបណ្ឌុបលាសោវទានិសេខ្លួនអ្នកក្នុងកាលឥឡូវនេះជាបុគ្គលប្រៀបដូចស្លឹកឈើទុំមានពណ៌លឿងយៈមៈបរិសាបិចតេឧបតិតាបុរសជាបម្រើនៃយមរាជគឺមរណៈសោតក៏នឹងប្រកាសកំពុងតែដេញយើងបុរសជាបម្រើនៃយមរាជគឺមរណៈនឹងស្អីគេស្លាប់នឹងឯងកំពុងដេញយើងញោមនេះនិយាយរាល់ថ្ងៃគាត់បើចេះឡើងសាលាតន់មកនៅក្រោមទៅបាត់ហើយអាត្មាចេះឡើងក្រែតន់មកនៅតែក្រោមគេទៅបាត់ហើយឥឡូវឈ្មោះថាយើងកំពុងរួតផុតប៉ុន្តែថ្ងៃនេះកន្លងទៅនៅថ្ងៃស្អែកនៅថ្ងៃខានស្ដេចវាដេញយើងរាល់ថ្ងៃយើងឡើងតុកកាទៀវវានៅអែបតុកកាទៀវដែរឡើងដល់ក្រែទេសវានៅអែបក្រែទេសដែរប៉ុន្តែមិនដឹងនៅតំណាទេញោមមើលមិនឃើញណាសេចក្តីស្លាប់នឹងវាអត់ប្រកបពុទ្ធលោកសំដែងអញ្ចឹងប៉ុន្តែកុំភ្លេចខ្លួនថាអូខ្ញុំនៅផ្ទះថ្មល្អណាស់ចិញ្ចាំងរៀបសិតអត់20ទៅខ្លាចស្លាប់ស្អីនេះកុំថាចិញ្ចាំងអត់20នៅរូងភ្នំបាតដាល់មហាសមុទ្រណាក៏បរោះជាបម្រើនៃយមរាជនឹងដេញទៅតាន់ដែរហើយធ្វើម៉េចកិច្ចពីសេចក្តីស្លាប់ស្វែងរកធម៌ទាំងឡាយទាំងពួងកាត់បងនៅការស្លាប់ទៅដើម្បីកុំឲ្យបន្តការកើតទៀតយើងរៀនធ្វើកុសលកាត់ពូជនៃវត្តដាក់កុំឲ្យដុសកំណើតនឹងកើតបន្តហើយជួបនៅសេចក្តីទុក្ខប៉ុន្តែវាមិនតាន់ដល់ទៅពៀនសំវាឥឡូវតិចទៅយូរគួងបាននៃពៀនណាញាតិញោមពុទ្ធបរិស័ទហើយរួតប្រឹងរួតផងយាយហើយបើរួតទៅថ្ងៃណាគេតាមតាន់ប៉ុន្តែញោមខ្លះនេះជាបដោយឲ្យគេដេញតាន់ណាបបួលធ្វើប៉ុនឯភ័យអីអាឯងកំពុងរួតរួចព្រមធ្វើប៉ុននេះដល់រួតលែងរួចចាប់ដើមរើប៉ុនណាហើយខ្លះរួតលែងរួចឈឺចាស់ទៅមួនលោកទៅសោតកៅវតាឲ្យស្ដាប់ហើយលោកណាទៅសោតឲ្យស្ដាប់កើតពេលខ្លះនឹងឈួយលពេបលប៉ាបនេះដល់គេដេញតាន់អាហ្នឹងដល់គេដេញតាន់លពេបលប៉ាបមួនមើលឯងទៅមួនលោកសោតកៅវតាអញ្ចឹងញាតិញោមកុំឲ្យមាច់ចុកតាមតាន់ធ្វើម៉េចធ្វើទៀនរក្សាសិលតាន់ពីឥឡូវទៅដឹងគុណម៉ែឪពីតូចទៅអញ្ចឹងដូចព្រះអង្គអញ្ចឹងទូចអញ្ចឹងដឹងគុណញោមអីក៏ល្អដែរអស់លោកម្ចាស់ដើមបុណ្យណាលោកយាយបាសកាកាងកិច្ចហ្នឹងគាត់មានបុណ្យដឹងគុណគាត់អញ្ចឹងធ្វើបុណ្យចម្រើនបញ្ជូនជូនគាត់អញ្ចឹងអានេះជារឿងល្អកុំឲ្យមាច់ចុកទៅតាមតាន់យើងបានសន្សំពូជគឺសេចក្តីល្អទុកទៅបានបដិសន្ធិនៅកន្លែងល្អបន្តទៅទៀតហើយរឿងលោកនេនហ្នឹងខ្លះហ្នឹងអត់ចង់ដឹងគុណញោមទេប៊ូហើយប៉ុន្តែមានព្រះអង្គខ្លះនៅគាត់បើចេះចង់ដឹងគុណញោមប្រពន្ធអនុញ្ញាតសំដែងរឿងបន្តិចមហាអនន្តហើយកុំអាលអីថាឲ្យរាហុលអីម្ចាស់ក្មួយអីញោមកណាសំដែងរឿងលោកនេនណាបុណ្យគៀកចូលឆ្នាំគេទៅដើមលោកហើយសម្បត្តិលោកសង្ឃញោមសបោពេលណាខែចិត្តចូលឆ្នាំលិចចកេះហើយយ៉ាខែអត់នេះខែហ្នឹងកំពុងពេញអត់អីយាយមជូគុលមជូខ្ចីអីចាញ់ហ៎ហើយលោកសបោធំក៏ឆ្អែតដែរដល់ពេលខ្សត់វិញរត្រីងៀតមកកតុយជ្រក់ទឹកខុនបានផងរឿងលោកនេនហ្នឹងហើយដល់ពេលគេមួនទៅបាំងសកលគៀកចូលឆ្នាំលោកចាស់ទៅអស់នៅសល់លោកនេន2អង្គគេអត់ហ៊ានចាត់វត្តចេះធរស្រាប់ស្ងាត់ឡានមួយបោលត្រុយចូលវត្តហើយដល់ចូលវត្តលោកអាចារ្យផ្លេតទៅទទួលគេតាមើលរមួនលោកខ្ញុំ2អង្គបាំងសកលបញ្ញាទៅពេញវិញអាចារ្យមកផ្លេតឃើញលោកនេន2អង្គនឹងអង្គុយមាត់ទ្វារម៉ងទៅណាបានបកាយគេមកព្រឹកហើយចាដេគុណមុនបាំងសកលគេផ្លេតហេអាត្មាទៅទេហេទៅផ្លេតថាមិនទៅទេហេទៅផ្លេតថាមិនទៅទេអាត្មាមិនចេះធွာបាទអាត្មាទៅតាំងពីព្រឹកគេចាត់អាត្មាបកាយគេអាត្មាទៅទេចេះអនិច្ចាទេចេះតើអនិច្ចាចេះតើលឺគេសោតចេះអនិច្ចាបានទេហើយចុះចេះតែអត្តឡាធាតចេះសុំផលនៃចិត្តចេះណាមួយចង់បានតែស្គរជូនញោមផងប៉ុណ្ណឹងបានទេអ្នកអំពេញគេមិនសូវស្ដាប់ធម៌ច្រើនទេមកមួនឥឡូវចេះកុំអាលទៅដំណើរណារៀបមិនទាន់ទេប៉ុន្តែប្រហែល10នាទីទៀតចាំទៅទទួលគេឲ្យស្រេចអាចារ្យទៅផ្លេចថាឯងអត់ចេះឲ្យសិលព្រោះអត់ចេះតន់ចេះឲ្យសិលតែទទួលគេអូទៅណាចេះញាតិញោមមានល្បិចមួយសាប់ទៅដល់ឲ្យសិលញាតិញោមអើយលោកអាចារ្យវិសុងរខណ្ឌថាយៈឲ្យឃើញដាក់បាំងសកលគេច្រើនហើយអញមុខតបានតែទៅដល់គូជូនញោមហើយសាប់អង្គុយដល់មកឲ្យសិលចារគុណឲ្យសិលហីបងក្រមហីដេគុណឯងលើទៅដេញគ្នាកេះគ្នាទៅវិញទៅមកលោកលើសាពុទ្ធាំងសារណង្គាឆាបេហើយអាចារ្យកេះដេគុណមិធម្មយ៉ាងសារណង្គាឆាបេអាចារ្យថាមិសង្ឃាំងសារណង្គាឆាបេអាចារ្យខឹងប្រាប់ថាមីមិនក៏មិនថាតាមស្រាប់លោកខឹងដែរតែឯងមិនក៏ចេះថាមីមិនក៏មើលអាត្មាគាត់ដាក់បាតដៃនេះ
Tạ bát đai lia oi mơ bậy tăng ngon phịch vẹt bùa ô bột thèng sẵn nàng cái chạp bậy còn bà đã chả áo nẹ lục tầm bùa lục ạt đăng nê bà nà tài có chun nhôm phlim nè còn bà nè nâng ơi dương cùng áo mạch chậu tam tuần hồi chăm ngày na tiết chỉ vật nâu ruột nâu miên tầng hao miên sầm tập hiệp thừa bay cao tầm bay nhôm pro nhôm sấy đàm bay ở bụng mà đai của dương cua quạt bay thưa tư vì là o nè mạch chậu cầm pung tại đành dương hao cắt dương hao dây nè mề mai cả đôi pua mai cả đôi miên cu cả đôi lục song cả đôi và sọ cả đôi trâu ta cái toàn đôi tật nè đi cầm pung mà đành dương cứ sự cái đây slap bà ai thưa lo bán thưa hao mà chả pú chia phải nấu xong này muôn được tu sa thu chìa hơi rìa hồn lư rìa hồn miền thay ra đầy ca tham mai chậu tam là hốt nhung na phây đã làng tộc cái tiếu tam cái tiêu đây mà đó lư kê tết tam là hồn kịch chọc kịch láng tam là hồn men nhung tay nhung ọt đằng chẳng cái tháp bà khai nâng slap bà chạp ở chóp bà ngọp đời tỏ su không bồn chẳng khơi thà cách này bò cha vì sao trên này vẽ rìa hôn ăn nón phần năng cho bài phẹ nhẹ này tra mà bỏ ông vọt chân đom đầy vinh cao na bà rìa hôn miền thay ra đầy ca chloi thà bỏ rõ chia bầm raในยมriết cùng pung tật đành tám rìa hôn bàn prap nhiệt nhôm thải khom prăng phừ bon sần som cầu sọt ai lơ bon về ly kiền ní cực bon chầm ra ân phải chuồn nhôm cả ná ngò cả lên bây tha chầm ra ân phải chuồn miền này thầm mạch không ní muốn chloi soi tới bên này chăm bạch ly dùng thôi mà chênh được phần này chênh được giờ bào chẳng còn được soi tới ba nó nhiều mày chỉ mà ra phải chun đòi vẹt thừa bon chun nhôm càng gạch bòn ôn khang nhôm càng miêu lang trên cùi ên khang Australia nó lấy nòm kia thừa bon chỉ mà ra phải chun miền này thầm mạch bon chém raประชนមានន័យថាធ្វើឲ្យប្រជជនគឺអាយុជីវិតរបស់ព្រះនឹងបានវែងសូមជ្រាបសាធុbonចម្រើនប្រជជនធ្វើឲ្យប្រជជនជីវិតរបស់ព្រះបានវែងជីវិតរបស់ព្រះក្នុងអ្នកណាការលែនសូមឆ្លើយព្រះនឹងគឺមនុស្សសូមជ្រាបមនុស្សណាសូមឆ្លើយមនុស្សប្រុសមនុស្សស្រីដែលត្រូវជាព្រះសូមជ្រាបមនុស្សប្រុសមនុស្សស្រីត្រូវជាព្រះក្នុងអ្នកណាសូមឆ្លើយអ្នកនងសូមជ្រាបអ្នកនងអ្នកណាសូមឆ្លើយអ្នកដែលគេធ្វើចម្រើនបជនឲ្យសូមជ្រាបអូអញ្ចឹងមេដាបិតាសោះព្រះហ្នឹងគឺជាមេដាបិតាចឹងបនចម្រើនបជនបនដែលគេធ្វើឡើងដើម្បីឲ្យព្រះនឹងមានអាយុវែងគឺព្រះមេដាបិតាឧបាសិកាកាងកិច្ចដែលត្រូវជាមេដាត្រូវជាជីដូនត្រូវជាជីដូនទួតខ្ញុំកណាឆ្ងល់ធ្វើម៉េចបានអាយុវែងសូមឆ្លើយធ្វើឲ្យច្រើនសូមជ្រាបធ្វើឲ្យច្រើនអាយុវែងយ៉ាងម៉េចសូមឆ្លើយធ្វើឲ្យរស់នៅបានយូរសូមជ្រាបធ្វើម៉េចឲ្យរស់នៅបានយូរសូមឆ្លើយបើសិនជាសេចក្តីស្លាប់វាចេះតែមកតាមដល់តុកកាទៀវដេញវាចេញបានរស់វែងសូមជ្រាបដេញយ៉ាងម៉េចទៅសូមឆ្លើយបង្អើលវាសូមជ្រាបបង្អើលដោយចាបឬយ៉ាងណាសូមឆ្លើយដូចទៅគ្នាតែចេញទៅចេញកុំមកក្បាលចេះឆ្ងាយអញជន់ចង់ស្លាប់ទេអញ្ចឹងសូមជ្រាបចឹងមានន័យថាមច្ចរាជនឹងចេះស្ដាប់ហ៎ចឹងបើតាមទ្រឹស្ដីពុទ្ធសាសនាមច្ចរាជមិនចេះស្ដាប់នរណាទេយុទ្ធធាំងណដ្ឋិច្បាំងមច្ចរាជក៏មិនបានជាយោណដ្ឋិចង់ឈ្នះមច្ចរាជក៏មិនបានយកអីទៅសោកប៉ាន់មច្ចរាជក៏មិនបានចឹងចម្លើយនឹងមិនទាន់យកជាការទេដែលអ្នកណាដេញវាចេញបានទេបើអញ្ចឹងសូមឆ្លើយសារថ្មីមកមើលការលេនសូមនិមន្តដើម្បីឲ្យអាយុវែងគេប្រព្រឹត្តទៅតាមវិធីសាស្ត្រ3យ៉ាងសូមជ្រាបកតមាំងអាវុសោការលេនថេរោ
ការលេនដ៏មានអាយុវិធីសាស្ត្រ3យ៉ាងនោះអ្វីខ្លះសូមឆ្លើយទី1តាក់ទងនឹងបរិស្ថានទី2តាក់ទងទៅនឹងសុខាភិបាលទី3ប្រព្រឹត្តតាមធម៌ព្រះសូមជ្រាបសាធុញោមចាំស្ដាប់ញោមសិតតែចង់អាយុវែងហើយបើមិនចង់អាយុវែងមិនប៉ុណ្ណេះនៅហូបបាយរាល់ថ្ងៃឯងហូបបាយចង់រស់ហើយចឹងលោកថាបើសិនចង់អាយុវែងវិធីសាស្ត្រ3យ៉ាងទី1ប្រព្រឹត្តតាមបរិស្ថានទី2ប្រព្រឹត្តតាមសុខាភិបាលទី3ប្រព្រឹត្តតាមធម៌ព្រះប្រព្រឹត្តតាមបរិស្ថាននឹងយ៉ាងម៉េចការលេនសូមឆ្លើយបរិស្ថាននឹងបរិនឹងជុំវិញស្ថាននឹងឋានៈនឹងទីកន្លែងបរិស្ថានយើងរស់នៅតាក់ទងទៅនឹងបរិស្ថានគឺទីកន្លែងដែលយើងរស់នៅជុំវិញយើងនឹងឯងវាអំណោយផលល្អបានន័យថាមានខ្យល់សម្រាប់ដកដង្ហើមផងមានអាកាសធាតុនឹងឯងល្មមសមគួរអាចប្រព្រឹត្តរស់នៅប្រចាំថ្ងៃនឹងកើតផងអញ្ចឹងបានគេក្តៅពេកគេរកម៉ាស៊ីនត្រជាក់មកបោះឲ្យត្រជាក់មកដាក់ឲ្យត្រជាក់បើសិនជាស្អុះពេកគេនាំគ្នារកកន្លែងណាដែលមានខ្យល់ឬគេដាក់កង្ហាលអីចឹងទៅមានខ្យល់បើសិនជាត្រជាក់ពេកគេរកកម្ដៅអីចឹងទៅនៅអាមេរិកកាំងបារាំងគេដាក់ហ៊ីបដាក់អីដុតដល់ក្តៅអ៊ុនចឹងទៅដើម្បីអីដើម្បីឲ្យអាកាសធាតុនឹងបានល្អជីវិតខ្លួននេះរស់នៅបានយូរចឹងបានគេរកបរិស្ថានណាដែលមានធាតុអាកាសមានដើមឈើមានខ្យល់បក់អីនឹងល្អអានឹងហើយដើម្បីឲ្យសុខភាពគេបានល្អបរិស្ថាននឹងល្អអាយុគេនឹងក៏បានវែងដែរសូមជ្រាបកាឡោសេកាលេនថេរៈអ្នកបកែមែនបកស្រាយពីបរិស្ថានបានជាទីសន្តាប់គួរយកតម្រាប់ត្រាបតាមថាដើមឈើគឺជាជីវិតចង់បានបរិស្ថានល្អត្រូវដាំដើមឈើឲ្យបានច្រើនញោមជាពិសេសនៅផ្ទះសម្បែងកន្លែងរស់នៅរបស់ញោមដាំដើមឈើណាដែលមានប្រយោជន៍ដើមឈើណាដែលជាមលុបព្រោះដើមឈើនេះពេលថ្ងៃវាបញ្ចេញអុកស៊ីសែនពេលយប់វាស្រូបឧស្ម័នកាបូនិកបើយ៉ាងញោមដាំទៅកាលណាបើមានដើមឈើដកដង្ហើមស្រួលណាស់ហ្នឹងគេហៅបរិស្ថានចុះប្រព្រឹត្តតាមសុខាភិបាលនឹងមានន័យថាម៉េចការលេនសូមឆ្លើយបរិស្ថានស្អាតដោយបដិជគុណលើកឡើងមកអញ្ចឹងឲ្យវាស្រស់បំប្រងមើលទៅមានធម្មជាតិនឹងឯងល្អគេនាំគ្នាដាំដើមឈើយ៉ាងហោចណាស់ម្នាក់ប៉ុន្តែខុសដោយគុណកដាលនោះកាច់តែដើមឈើទៅណាក៏ដោយលឺតែកាច់គេខំនាំគ្នាដាំឯងគិតទៅកាច់ទៅណាក៏កាច់ផ្លាញដើមឈើរហូតបើមិនជួយដាំជួយថែទេកុំកាច់ឯងកាច់រហូតអញ្ចឹងជួយឲ្យគុណដាំយ៉ាងហោចណាស់មកដើមអីដែរហើយជុំម្នាក់ដាំមកដើមប្រជាជន14លាននាក់ទៅវាមិនបាន14លានញោមសាក់គិតមើលបើដាំឲ្យថែផងកុំឲ្យលោកទៅកាច់យ៉ាត់ដែរញោមចូលទៅស្រុកណាកាច់ទៅនោះទី3ទី2ដែលគុណសុខាភិបាលតាក់ទងទៅនឹងសុខភាពយើងត្រូវចេះថែរក្សាហៅទៅហូបស្អាតផឹកស្អាតរស់នៅស្អាតបើយើងនឹងឯងចេះតែប្រទះចេះតែហូបនេះហូបនោះមើលទៅរបស់ខ្លះទៅវាមានជាតិគីមីរបស់ខ្លះទៅវាអត់ល្អក៏វាអត់កើតដែរមើលទឹកអីនឹងត្រូវដាំឲ្យឆ្អិនត្រូវដាំឲ្យពុះអញ្ចឹងទៅរត់ទឹកអីល្អបរិភោគនេះដូចអាត្មាដាក់កណ្ដុងមកញោមនេះមកកណ្ដុងនេះមិនចេះតែឆាន់ប្រទេសប្រដាទេណាញោមដើម្បីឲ្យសុខភាពយើងល្អបើសុខភាពយើងទ្រុឌទ្រោមខ្លួនយើងមានជំងឺរោគាពៀតហើយបញ្ញាតាមពេទ្យតាមមករកថ្នាំនឹងឯងចាក់រកថ្នាំនឹងឯងលេបឲ្យពេទ្យគេឆ្លោះអេកូគេពិនិត្យមើលពោះវៀនពុតាំងឲ្យត្រឹមត្រូវកុំឲ្យដល់ដែងខ្លួនឯងត្រូវកណ្ដាលថ្ងាសប៉ុណ្ណាប៉ុណ្ណីព្រមទៅពេទ្យក៏ទៅទេហ៎ស្អីទេណាញោមនឹងមើលផងចឹងគេមើលបើមានជំងឺហើយគេខំប្រឹងលេបថ្នាំចាក់ថ្នាំមើលឲ្យពេទ្យឲ្យមកហ្នឹងមកពិនិត្យជាបាលបាត់បង់បាត់អីរបួសឲ្យត្រឹមត្រូវអានឹងបានសុខភាពយើងក៏ល្អ
ជំងឺយើងក៏ជាសះស្បើយនឹងហើយគេហៅថាសុខាភិបាលបានន័យថាថែទាំសុខភាពរូបរាងកាយយើងឲ្យវាមានសុខភាពល្អសុខភាពនឹងឯងកម្លាំងក៏មាំមួនធ្វើឲ្យអាយុរបស់ខ្លួននឹងឯងបានវែងដែរសូមទានជ្រាបបដោខោហោសេកាលេនថេរៈអ្នកបកែមែនប៉ុន្តែមិញកាច់លោកគ្រូឈើកាច់តាមពិតគ្រាន់តែឈ្មោះថាឈើកាច់តាមូលហេតុឈ្មោះឈើកាច់ពីដើមភ្នំនឹងមានឈើរត់រាយចេះតែកាច់ចុះកាច់ឡើងទៅឥឡូវទៅជាលែងមានដើមឈើធំអស់ចឹងញាតិញោមពុទ្ធបរិស័ទទាំងឡាយតាមទ្រឹស្ដីសុភាសិតមួយគេបានបញ្ជាក់ថាមនុស្សយើងនៅពេលដែលដល់ខួបកំណើតគេឲ្យដាំដើមឈើឲ្យបានមួយដើមចឹងបើញោមខ្លះអាយុ70ឆ្នាំត្រូវបានដាំដើមឈើ70ដើមឲ្យទៅដល់ខួបកំណើតញោមគេឲ្យដាំឲ្យបានមួយដើមអញ្ចឹងញោមចាំទៅឲ្យដល់ខួបកំណើតដាំឲ្យបានមួយដើមដើម្បីបរិស្ថានល្អសុខាភិបាលតាក់ទងពីការព្យាបាលការហូបចុកឲ្យបានស្អាតគេហៅថាហូបស្អាតផឹកស្អាតសុខភាពល្អឥឡូវដឹងហើយបរិស្ថានសុខាភិបាលប៉ុន្តែប្រព្រឹត្តតាមធម៌ព្រះនាំឲ្យអាយុវែងនឹងប្រព្រឹត្តតាមធម៌ព្រះយ៉ាងម៉េចការលេនសុំឆ្លើយប្រព្រឹត្តតាមធម៌ព្រះនឹងទី1មាននៅសេចក្តីគោរពដល់ចាស់ដល់ទុំព្រឹទ្ធាចារ្យប្រសង់ឧបាសកឧបាសិកាអ្នកសមាទាននៅសិលយើងធ្វើសេចក្តីគោរពបានន័យទៅស្ដាប់តាមចាស់បដិបត្តិតាមអាវាតរបស់គាត់ក៏នាំឲ្យមានអាយុនឹងបានវែងដែរដល់ទៅមួយទៀតធម៌នឹងឯងនាំឲ្យមានអាយុវែងដែរដោយការដែលយើងនាំគ្នាសូត្រនៅព្រះបរិត្តស្ដាប់នៅព្រះបរិត្តជាក់ស្ដែងដូចនរណាដោយកងៅពូទិស័តដែលសូត្រនៅព្រះបរិត្តរាយមុនកុំឲ្យនរណាមកតាក់បាននឹងឯងរហូតដល់ទៅស្ដាច់7ជំនាន់ឯនោះអាយុនឹងឯងវែងដោយសារសូត្រនៅព្រះបរិត្តដែរដល់ស្ដាប់នៅព្រះបរិត្តក៏នាំឲ្យអាយុវែងដោយអាយុវឌ្ឍនកុមារនឹងលើកមកជាភ័ស្តុតាងហើយដល់មួយទៀតដើម្បីអាយុវែងគេប្រព្រឹត្តទៅតាមធម៌5យ៉ាងទី1សបាយការីធ្វើខ្លួននឹងឯងឲ្យសបាយកុំឲ្យអង្គុយកើតទុកពេកមួយថ្ងៃចេញមកពីទំនេរអង្គុយនៅមាត់ចណ្ដោស្ងាត់បណ្ដោអុសគូតចុះគំនិតមិនសូវមានដុសហើយមាត់មិនជាឆ្លួនហើយនោះអានោះវាអត់កើតដែរយើងចេះតែគិតរឿងនេះគិតរឿងនោះមិនចេះព្រឹកនេះមិនដឹងចេញទៅណាមកណាកូនចៅនៅល្ងាចលងងូកជែកចាចអីចឹងទៅណាញោមកើតទុកស្មុកស្មាញគិតអីក៏មិនយល់ពីរឿងនេះផងពិបាកចិត្តរឿងអានោះផងអានឹងក៏វាអត់វែងដែរឈើបៀមទឹកឆាប់ពុកដល់មនុស្សបៀមទុកវាច្រើនតែឆាប់ស្លាប់ចឹងនេះបញ្ញាប់ស្វែងរធរអាសបាយដាក់ខ្លួនផងទី1ហើយដល់ទី2សបាយយេម៉ាត់តាំងជានាទេដឹងប្រមាណក្នុងការសបាយមិនភ្លឺក៏ដៃរឿងធុងបាសធុងអីអានោះក៏សបាយដែរធ្វើឲ្យអាយុវែងដែរមែនទេណាញោមគេថាសបាយឲ្យត្រឹមត្រូវសបាយក្នុងធរក្នុងអាក្នុងការទេសនាអីចឹងទៅសបាយនឹងបុណ្យនឹងទានអានឹងបានអាយុវែងទី2ហើយដល់ទី3ដើម្បីអាយុវែងបរមាណភោជីបានន័យតែខំប្រឹងហូបបាយហូបទឹកផងមិនចេះតែសបាយភ្លេចនឹកបាយភ្លេចនឹកទឹកភ្លេចនឹកប្រពន្ធទៀតក៏អត់កើតដែរណាញោមគេថាឲ្យបរិភោគនឹងឲ្យដឹងប្រមាណកុំឲ្យចេះតែហូបមើលណាអានេះគួរហូបអាហារខ្លះទៅវាហូបគ្រាន់តែឆ្អែតកាពះពេលហ្នឹងប៉ុន្តែអាចថាបង្កនៅរោគនឹងឯងទៅថ្ងៃក្រោយទៀតក៏គេអត់អាចហូបបានដែរអញ្ចឹងតើថាហូបអាហារណាទៅវាឆ្អែតហើយវាអាចបំពន់នៅសុខភាពយើងធ្វើសុខភាពយើងបានល្អបានគេហូបមិនចេះតែហូបញោមមកលេងអាប៉ះឆ្អឹងអីទៅដាក់ទៅមានណាតាក់កលៀនថ្លែដូចទៅកែនឹងរុនអស័យអីទៅវាអត់កើតដែរបានពាក្យចាស់លោកថាបើស្រឡាញ់ខ្លួនឲ្យស្ងួនចំណៃហើយដល់ទី4កាលចារីទៅណាមកណាអីដឹងយប់ដឹងប្រលប់ដឹងកដាលត្រៀកន្លែងលើចេះតែដើរទៅភ្លេចផ្ទះសបែងភ្លេចប្រពន្ធភ្លេចកូនភ្លេចក្រុមគ្រួសាររហូតដល់យប់អាត្រៀតជ្រៅហើយបានយាត្រាមកផ្ទះអីក្រៃលបប៉ះពីជន់ដានជើងចោលគេចាប់ទៅគេគក់អីទៅអ្នកស្រុកនៅភូមិចាប់បានអីទៅមិនសូវយូរមិនសូវវែងទេណាញោមបានគេថាឲ្យមើលកាលវេលានឹងឯងត្រឹមត្រូវមកឲ្យដើរយប់ជ្រៅដូចលោកទេសនាពេកអានឹងទី4ហើយដល់ទី5
លោកថាព្រមចារៃមនុស្សយើងខំហូបបាយហូបទឹកថាដើម្បីឲ្យអាយុនឹងឯងបានរស់ជីវិតនឹងបានរស់នៅខំប្រឹងលេបអាថ្នាំល្អល្អពេទ្យនឹងឯងបកកែថ្នាំនឹងថ្លៃបាយទឹកនំចំណីប៉និតយ៉ាងណាក៏ដោយមិនតែមួយមុខនឹងហើយឲ្យអាយុជីវិតយើងរស់នៅបានក៏អត់ទេមិនតែមនុស្សយើងណាពពុទ្ធសម្ដែងថាសាពេសត្តាហារដ្ឋិតិកាមនុស្សរស់នៅបានអាស្រ័យដោយបាយទឹកនំចំណីប៉ុន្តែញោមសាកគិតមើលណាខ្លះទៀតណោះគេមានបាយហូបគ្រប់គ្រាន់គេមានពេទ្យនឹងឯងព្យាបាលជាប្រចាំគេជួលមកចាំឲ្យព្យាបាលអ្នកនឹងហេតុអីនៅតែស្លាប់អញ្ចឹងមិនមែនដោយសារតែលេបថ្នាំដោយសារតែមានបាយទឹកនំចំណីគ្រប់គ្រាន់ប៉ុណ្ណឹងវារស់នៅរហូតអត់ទេត្រូវមានអីទៀតព្រមអាចារ្យបានន័យថាមានបុណ្យមានកុសលផងមនុស្សយើងលុះណាតែមានអបាយទឹកនំចំណីនឹងឯងហូបគ្រប់គ្រាន់ហើយបន្ថែមបុណ្យមួយទៀតបានវាធ្វើឲ្យអាយុនឹងឯងវែងហើយបើខ្វះមួយណាហើយអត់ទេមានតែបុណ្យកុសលប៉ុន្តែអត់ប្រឹងហូបបាយទឹកនំចំណីក៏មិនវែងហូបតែបាយទឹកប៉ុន្តែភ្លេចនឹករឿងបុណ្យទានមិនព្រមធ្វើក៏អត់វែងដែរអញ្ចឹងលុះណាតែប្រព្រឹត្តទៅតាមធម៌ទាំងបាមាននឹងបានអាយុនឹងវាវែងហើយលោកយាយកាងកាច់អើយសូមជ្រាបសាធុជ្រាបបាយការលេនឃើញថាបកស្រាយមកមានអត្តន័យពីរោះនឹងបានយកជាតម្រាប់ត្រាប់តាមពីបបហេតុដែលនាំអាយុវែងមានប្រព្រឹត្តធម៌ព្រះឲ្យជាដើមហើយមានធ្វើខ្លួនឲ្យសបាយស្គាល់ប្រមាណក្នុងការសបាយបរិភោគអាហារណាដែលមានប្រយោជន៍ដល់សុខភាពរឿងការបរិភោគសំខាន់ណាញោមបើតាមទ្រឹស្ដីពុទ្ធសាសនាព្រះអង្គបានផ្ដាំថាកុំឲ្យហូបនឹងឆ្អែតពេកញោមសំបីតែភិក្ខុសង្ឃសូត្របដិសង្ខាយោនិសោក្នុងការដែលឆាន់ចង្ហាន់បិណ្ឌបាតហ្នឹងមិនឲ្យឆ្អែតហួសប្រមាណទេហើយមនុស្សយើងតែឆ្អែតពេកខ្ជិលហ្មងញោមអញ្ចឹងគេមិនឲ្យហូបឆ្អែតពេកទេបើអញ្ចឹងបើមិនជឿទេនៅសួរលោកយាយវត្តពោធិមារាមបាហ៊ីដឹងហើយហូបបាយមួយចានទឹកមួយផ្ដាល់នោះគេហៅថាហូបទឹកបំពេញចំអែតរបស់ខ្លួនអ្វីដែលមានខ្លាញ់អ្វីដែលមានសាច់ច្រើនហ្នឹងចាស់អត់ត្រូវទេញោមអត់បានទេបានតែក្មេងទេពួកចាស់ហើយហ្នឹងកាពះហ្នឹងក៏វាស្វិតវាក្រៀមវាសពូនវាខ្សោយមានន័យថាវាចង់ខូចទៅហើយពួកប្រើប្រាស់យូរណាស់ទៅហើយអ្នកខ្លះកាពះប្រើប្រាស់ទៅតែថ្មីតែនៅតែមានជំងឺឈឺកាពះដែរហើយប្រព្រឹត្តធម៌របស់ព្រះសម្មាសម្ពុទ្ធជាដើមខ្ញុំកណាបើកលេចមើលទៅចិត្តចប់ហើយនៅសំតិចទៀតទេកាលែនចូលដល់វគ្គរាប់បាតប្រសងព្រឹកមិញហ្នឹងរាប់បាន138អង្គបើគិតទៅជុំវិញព្រះវិហារមកជុំហ្នឹងមកកងល្មមលោកព្រឹកមិញ138អង្គមកកងមកជុំហាក់បីដូចជាយកកងទៅពាក់ឲ្យវិហារប៉ុន្តែកងហ្នឹងលោកជុំវិញព្រឹកមិញហ្នឹងខ្ញុំកណានៅខាងលិចហ្នឹងបានឃើញលោកមុននោះរាប់មកដល់ខាងហ្នឹងលោកក្រោយចូលមកកន្លែងហ្នឹងមកកងជុំហ្នឹងមែនខ្ញុំកណាឆ្ងល់ពីរឿងការរាប់បាតប្រសងដឹងហើយញោមខ្លះដាក់មីញោមខ្លះដាក់បច្ច័យញោមខ្លះដាក់ចង្ហាន់ញោមខ្លះដាក់ត្រីខខ្លះទៅដាក់ទឹកសុទ្ធអីអញ្ចឹងដឹងហើយគេរាប់គឺគេរាប់អញ្ចឹងដាក់ឲ្យស្មើអង្គហើយញោមខ្លះឃើញលោកតូចស្រឡាញ់លោកតូចទៅដាក់ឲ្យលើសបន្តិចទៅឃើញលោកធំស្រឡាញ់លោកធំដាក់ឲ្យលើសស្រេចគាត់ប៉ុន្តែឆ្ងល់ពីរឿងអានិសង្ឃនៃការដាក់បាតប្រសងអានិសង្ឃកតញ្ញូកតវិធីកូនប្រុសស្រីដឹងគុណលុយយបាសិកាកាងកាច់ហ្នឹងតើបានអានិសង្ឃយ៉ាងណាទាំងរាប់បាតប្រសងទាំងកតញ្ញូហ្នឹងមានតែពឹងពោរកកាលែនជាកូនពៅគង់នៅវត្តពុទ្ធគោសាចាររាជធានីភ្នំពេញពេញទៅដោយចំណេះចេះគ្រប់យ៉ាងសាងប្រយោជន៍មិនហិនហោចដូចជាទ្របកប់ក្នុងដីទ្របចំណេះឆេះភ្លឺប្រងយោងប្រុសស្រីគូលោកលៃ3ត្រកងត្រង់យកចេះពពពាចាសាសនាដើមឆ្នាំពិសិដ្ឋនៅគៀកកិតចិត្តតេតិនមិនបង្ហេះមិនប្រហែសបង្ហាត់កូនស្ងួនពិស័យស្ដីឲ្យចេះផ្ដាល់ចំណេះសម្លេះខ្លៅដៅរកោះបើអញ្ចឹងចំណេះរបស់កាលែនក៏សូមបញ្ចេញក្នុងវេលាគ្រានៃអវសានកថាការរៀបរាប់ចុងក្រោយនេះផងមកសូមរតនីកូនពៅចុងក្រោយហ្នឹងមកសំណួរហ្នឹងចប់ហើយយ៉ាង
បើនឹងបើមែនណាញោមអ្នកដែលមានសទ្ធាជ្រះថ្លាបាននាំគ្នាធ្វើពិធីចម្រើនបជនជូនលោកអ្នកមានគុណនោះផងព្រមទាំងមេត្តាក៏មានសទ្ធាជ្រះថ្លាចូលរួមធ្វើនៅពិធីដាក់បាតប្រសង់ចំនួនដោយបានរៀបរាប់បាញ់មិញនឹងបានបន់យ៉ាងម៉េចបើកូនចៅមានសទ្ធានាំគ្នាធ្វើបន់ជូនមេត្តាបិតាបានអានិសង្ឃ4ដូចបានធ្លាប់សម្ដែងមកហើយជួបប្រទេសនៅសម្បត្តិ6អានិសង្ឃសម្បទានោះ5យ៉ាងតែតាក់ទងទៅនឹងការដាក់បាតលោកនេះណាញោមទំនៀមទម្លាប់នឹងល្អណាស់ដែលយើងមាននៅពិធីរាប់បាតប្រសង់តាមដែលយើងមានសទ្ធាអាចថាប៉ុន្មានក៏បាន10អង្គ20អង្គ50អង្គ100លឹះនឹងក៏បានដែរដោយសារអីយើងយកតម្រាប់ទៅតាមពុទ្ធដែលព្រះអង្គទ្រង់យាងទៅប្រោះបិតារបស់ព្រះអង្គរហូតដល់បានសម្រេចនៅសោតាដោយសារតែព្រះអង្គយាងគូចរបណ្ឌបាតនឹងដែរបានមេត្តាបិតារបស់ព្រះអង្គគឺសទ្ធោទនៈនឹងឯងសម្រេចរហូតដល់ទៅឋានៈសោតានឹងដោយសារអញ្ចឹងម្យ៉ាងវិញទៀតជារឿងបង្ហាត់បង្រៀនកូនចៅគ្រប់គ្នាឲ្យចេះដាក់បាតលោកប៉ុន្តែនៅនឹងចេះដាក់បាតលោកហើយមិនមែនដូចចៅយាយនោះទេគឺមិនមែនដាក់បាតលោកដាក់ពីលើមកមុនខ្លោះអីអត់ទេដាក់ត្រឹមត្រូវល្អបើថា3វែកប្រកាស3វែកធំល្មមដាក់បាយក្នុងបាតលោកបានអានិសង្ឃនឹងឯងចេះបង្ហាត់បង្រៀនបានជាប្រយោជន៍បង្ហាត់បង្រៀនដល់កូនចៅណោះពីមុនមកក្រែងលោមចេះដាក់បាតលោកឯងចេះដាក់បាតលោកម្យ៉ាងវិញទៀតគោចរបណ្ឌបាតអនុគ្រោះដល់អ្នកដែលនៅផ្ទះក្រែងលោប្រជាប់រវល់ប្រកបកិច្ចការអីមិនអាចទៅវត្តមិនអាចទៅរោងបុណ្យផ្សេងបានប្រសងគោចរដល់មុខផ្ទះញាតិញោមមានសទ្ធាជ្រះថ្លាចំណាយពេលនឹងឯង2នាទី3នាទីដាក់បាតលោកក៏វាប្រព្រឹត្តទៅជាបន់ដែរមួយថ្ងៃនឹងឯងដាក់បាត100ឬមួយថ្ងៃដាក់បាតនឹងឯងបាយនឹងមួយចានតើដល់ទៅ2ថ្ងៃកើនដល់មួយខែមួយឆ្នាំបានបន់ប៉ុណ្ណាណាពុទ្ធបរិស័ទអញ្ចឹងប្រយោជន៍ដល់អញ្ចឹងការដាក់បាតលោកក៏ដោយការចែកទានក៏ដោយនៅញោមមិននិយាយតែការដាក់បាតលោកទេចែកទានដល់ទៅញាតិញោមសីលវ័នសីលវតីឧបាសកឧបាសិកាអ្នកមានសទ្ធាជ្រះថ្លានឹងក៏ប្រព្រឹត្តទៅជាបុណ្យដែរដល់បានបុណ្យបានកុសលបានផលនឹងឯងដល់អ្នកនងឯងដោយសារអីដោយសារនឹងអញ្ចឹងបង្ហាត់បង្រៀនបងប្អូនកូនចៅឲ្យចេះធ្វើបុណ្យចេះដាក់បាតលោកអញ្ចឹងប៉ុន្តែក្រែងទៅលោកកូនចៅនឹងឯងអត់ចេះដាក់ទេដូចនៅសម័យព្រះមានបរិសម្នាក់ជាឪពុកហើយនឹងម្ដាយនោះម្នាក់ទៀតពេលដែលធ្វើបុណ្យធ្វើទានចឹងញោមបង្ហាត់បង្រៀនកូនបយលអប់រំកូនណាខំប្រឹងធ្វើបុណ្យធ្វើទានទៅពូជយើងអ្នកធ្វើបុណ្យអ្នកធ្វើទានគ្មានអ្នកណាចលើសបើគ្មានអ្នកណាច្រឡំខាងគ្មានអ្នកណាទៅប្រព្រឹត្តធ្វើនៅអំពើបាបអីទេយើងធ្វើតែបុណ្យអញ្ចឹងជាហូរជាហែសំបីតែដូនតាឪពុកម្ដាយក៏គេធ្វើបុណ្យអញ្ចឹងដែរបង្ហាត់បង្រៀនកូនផ្ដាំកូនឲ្យខំប្រឹងធ្វើបុណ្យធ្វើទានទៅពូជពងយើងអ្នកសិលអ្នកទានដែលមានសទ្ធាជ្រះថ្លាក្នុងការធ្វើបុណ្យគាត់ស្លាប់ពីនំទៅនៅញោមបានតកើតជាសកៈទេវរាជនៅឋានសួគ៌ទេវលោកកូនសកៈនឹងឯងបន្ទាប់ពីម្ដាយឪពុកស្លាប់ទៅកូនចៅនៅចំនួនក្រោយក៏ខំប្រឹងធ្វើបុណ្យធ្វើទានប្រាប់កូនទៀតឲ្យខំប្រឹងធ្វើបុណ្យធ្វើទានគាត់ស្លាប់ពីនោះទៅកើតជាចន្ទទេវបុត្រនៅឋានសួគ៌ទេវលោកកូនចៅចន្ទទេវបុត្រលុះក្នុងដំបូងមានចាំពាក្យទូមានព្រានបដៅរបស់ឪខំប្រឹងធ្វើបុណ្យធ្វើទានផ្ដាំកូនទៀតស្លាប់ពីនោះទៅកើតជាសុរិយទេវបុត្រកូនចៅសុរិយទេវបុត្រក៏នឹកឃើញដល់ពាក្យម៉ែពាក្យឪខំប្រឹងធ្វើបុណ្យទៅកើតជាមាតុល័យទេវបុត្រកូនមាតុល័យទេវបុត្រមិនភ្លេចទេការធ្វើបុណ្យដែលឪពុកបានផ្ដាំខំប្រឹងធ្វើបុណ្យធ្វើទានទៀតទៅកើតជាបញ្ចសិក្ខទេវបុត្រស្រាប់តែមកដល់នេះញោមកូនបញ្ញសិក្ខទេវបុត្រទី5ឈ្មោះថាកោសយៈស្រាប់តែឪស្លាប់ទៅហើយក៏អត់ប្រឹងធ្វើបុណ្យធ្វើទានឲ្យមើលងាយរិះគន់ថាស្ដីបន្ទោសឲ្យឪនឹងទៀតចដូនចតាម៉ែឪអញសុទ្ធតែភ្លើមានទ្រព្យសម្បត្តិនឹងហើយអត់គិតទុកនាំគ្នាទៅចំណាយអត់ប្រយោជន៍ធ្វើបុណ្យធ្វើទានបានប្រយោជន៍អីដល់អ្នកនោះគិតដល់ទ្រព្យសម្បត្តិមានហើយគិតទុកដាក់ក្នុងផ្ទះនេះចាំបាច់ទៅឲ្យអីដល់អ្នកដទៃនោះខ្លួនឯងនេះត្រូវបរិភោគផងណាទុកនៅផ្ទះហ្នឹងហើយយកទៅណា
ស្រាប់តែឪពុកម្ដាយស្លាប់ទៅណាញោមបញ្ជាឲ្យអ្នកបំរើនឹងឯងរុះរើសាលាដែលឪធ្លាប់និមន្តប្រសង់មកធ្វើទាននឹងឯងរុះចោលហើយដល់ឲ្យរុះចោលហើយណាញោមមិនមែនទុកទេដុតកំទេចថែមទៀតដុតកំទេចអញ្ចឹងហើយអត់ទ្រព្យសម្បត្តិនឹងឯងណាញោមទាំងបាមានទុកចោលទៅកំរិះកំណាញ់សំបីតបរិភោគខ្លួនឯងក៏មិនបានឆ្ងាញ់បរិភោគតបាយចុងអង្គទឹកជ្រក់ហើយទឹកជ្រក់នឹងទឹកសុទ្ធទៅទៀតណាញោមអត់មានសណ្ដែកអត់មានមមាញអីទេគឺថាទឹកស្អាតអញ្ចឹងស្រាប់តែថ្ងៃមួយញោមហើយធ្វើដំណើរទៅវាំងដើម្បីគាល់ស្ដេចរៀបទៅបបួលផ្ទះសេដ្ឋីមួយទៀតតែមានទ្រព្យសម្បត្តិនឹងតិចជាងខ្លួនស្រាប់ទៅដល់ផ្ទះអនុសេដ្ឋីនឹងសេដ្ឋីដែលត្រូវជាពួកម៉ាក់ខ្លួននឹងទៅដល់គេកំពុងតែដាំបាយគេនោះកំពុងតែដាំបាយមធុបាយយ៉ាស់យកមកស្រាប់តែគេនោះដាក់បាយមកពីលើចក្រានមកស្រាប់តែបើកគម្របច្រាំងឡើងវាឈ្ងុយពេកស្រក់អាទឹកមាត់នោះច្រោកចូលមាត់ខ្លួនភ្លុកទឹកមាត់ខ្លួនស្រក់ចូលក្នុងមាត់ខ្លួនចូលចឹងញោមលោកសេដ្ឋីនោះប្រាប់កោសយសេដ្ឋីដែរសម្លាញ់មកហូបបាយជាមួយគ្នាមកឯនោះក្នុងចិត្តឯញោមឃ្លានពេកចង់ហូបប៉ុន្តែនឹកឃើញអញកើតទេទៅហូបបាយគាត់នឹងទៅថ្ងៃណាមួយទៅផ្ទះអញវិញអញត្រូវដាំបាយសងវិញដាំបាយហៅគាត់នឹងហូបវិញម្ដងអត់កើតទេអាចចិត្តឯនេះឃ្លានប៉ុន្តែមន់ថាអត់ទេហូបខ្ញុំទៅហូបមកផ្ទះមិញហ្នឹងអូផ្ទះខ្ញុំឆ្ងាញ់មកហូបច្រើនពូពះហូបចាក់ច្រាស់ចកសល់ចោលទៅហូបខ្ញុំហូបហើយនិយាយចឹងឯនោះថាអត់ទេមកសម្លាញ់ហូបបានជាគ្នាមកចាំហើយចាំទៅវាំងជាមួយគ្នាហេអត់ហូបទេហូបចេញទៅមាត់មកទៀតយកមកវាឃ្លានពេកគេដួដាក់ចានមានណាឃ្លានទៀតចេញទៅមាត់ច្រកតចឹងឲ្យញោមច្រោកលេបទៅវិញចង់កន្លះពោះសង្ស័យអង្គណាពោះធំដោយសារចឹងហ្នឹងញោមហើយឯនោះហៅទៀតសម្លាញ់ហើយបើមិនអីទេគ្រាន់តែហូបមកបានជាគ្នាតោះហូបកំដរគ្នាចាំហើយចាំទៅមួយគ្នាអត់ទេអត់ហូបទេកុំអត់ហូបទេហូបពោះមកឃើញនេះពោះបណ្ណាបណ្ណៃហូបដាក់តាណាទៀតឃើញទេពោះចង់ប៉ុនអង្គកដាលហើយដាក់តាណាទៀតមិនបាច់ទេហូបខ្ញុំហូបហើយដាក់តាណាទៀតអត់កើតទេហល់ទៅវាំងឡើងកើតហូបឯនោះហៅមិនក៏មិនហូបហូបអស់ទៅវាំងត្រឡប់ពីវាំងមកវិញដល់ផ្ទះបើកទ្វារក្រាក់ចូលក្នុងបន្ទប់ស្ងាត់ឈឹងប្រពន្ធនេះប្រើអ្នកបំរើនេះទៅហៅចវាយឲ្យមកទៅហៅលោកសេដ្ឋីមកចវាយឲ្យមកហូបបាយទៅឯនោះទៅហៅលោកសេដ្ឋីអ្នកស្រីឲ្យអញ្ជើញហូបបាយអត់ទេទៅអញអត់ស៊ីបាយទៅហៅទៅស្រាប់តែអាកូននោះឲ្យទៅហៅក៏មកឲ្យណាហៅក៏មិនព្រមមកហូបបាយចេះតែឃើញប្តីអញទំនងបែបហូបបាយនៅវាំងហើយយ៉ាងបានមិនព្រមហូបបាយសោះនាំគ្នាហូបប្រមាណអ្នកនឹងទៅដល់ពេលល្ងាចឡើងប្រពន្ធនេះនឹកឃើញឯងព្រឹកមិញក៏ឃើញហូបបាយថ្ងៃមិញអត់ហូបបាយល្ងាចហៅក៏ហូបបាយឯងមានរឿងអីតែបើថ្ងៃមិញមិនហូបបាយអត់ស្អីទេប៉ុន្តែណាល្ងាចហើយនៅមកហូបបាយទៀតអីល្មិចហូបបាយពីវាំងអីមកពីអីក៏ឆ្អែតដែរអត់ទេមានហូបបាយណាហើយបើមកហូបបាយទេចុងមិនក៏ខ្ញុំហៅទៅហូបបាយមិនក៏មិនទៅហូបអត់ទេបងដឹងតែបងចឹងហើយប៉ុន្តែមិនក៏មកហូបបាយបងឯងឈឺអីអត់ទេឈឺក្បាលអីអត់ទេខ្យល់ទេអត់ទេរីអាចទេអត់ទេចុកពួយអត់ទេស្អីក៏មិនស្អីចង់ឯងមិនក៏មិនទៅហូបបាយអត់ទេដឹងហើយថាវាអីហ្នឹងប៉ុន្តែថាបើមិនអីមិនក៏មកហូបបាយនេះបើខ្យល់អីខ្ញុំនេះក៏ខ្យល់ក៏អីឲ្យបើរៀកបើអីនេះខ្ញុំរត់ថ្នាំរត់អីតាមពេលតាមមកនៅតែមិនអីអត់ទេដឹងហើយថាវាមិនអីប៉ុន្តែមិនក៏មកហូបបាយដល់ប្រពន្ធនៅនោះខ្ញុំមកស្រឡាញ់ប្តីពេកប្តីវាធ្លាប់នៅជាមួយគ្នារាល់ថ្ងៃខ្លាចប្តីទៅចោលសួរប្តីឯងថៃណែប្រាប់ខ្ញុំមើលប្រពន្ធឯងមកយូរហើយមិនមានរឿងអីណែប្រាប់គ្នាសន្យាគ្នានៅក្រោមនេះនោះមិនដាច់ចិត្តក៏ប្រាប់ប្រពន្ធប្តីប្រាប់ប្រពន្ធខ្ញុំមិនទៅហូបបាយថ្ងៃហ្នឹងដោយសារឃ្លានបាយអាពួកម៉ាក់ពេកថ្ងៃទៅចូលគាល់វាំងហ្នឹងទៅវាំងហ្នឹងឃើញពួកម៉ាក់គេដាំបាយមកធុបាយយ៉ាស្អីឆ្ងាញ់ពេកខ្ញុំចង់ហូបបាយហ្នឹងប្រពន្ធគ្រាន់តែលឺអញ្ចឹងយកមករឹតទ្រូងខ្លួនឯងប្រាប់ប្តីឯងហើយឯងគ្រាន់តែចង់ហូបបាយអញ្ចឹងអត់ព្រមប្រាប់ខ្ញុំតែយើងនឹងស្មានក្រណាសេដ្ឋីមានទ្រព្យសម្បត្តិរាប់កោតឯងហើយមិនព្រមប្រាប់ខ្ញុំណាមកបើចង់ហូបបាយនៅស្ងៀមខ្ញុំមិនមែនដាំបាយឲ្យតែឯងនឹងហូបទេខ្ញុំដាំឲ្យម្នាក់មកស្រុកមកភូមិមកនគរយើងនឹងហូបទៀតគាត់តែលឺប៉ុណ្ណឹងញោមមកដូចគេយកអាតបងនឹងមកវាយក្បាលឲ្យផុសអញ្ចឹងញោមនឹកឃើញឯងអីក៏មានដែរណែបើចង់ដាំបាយឲ្យពួកអ្នកនៅក្នុងស្រុកភូមិយើងហូប
ទៅម៉ែចែកគេប្រហែលយកទៅដាំឲ្យពូនោះហូបប៉ុន្តែគេម៉ាញកុំយកទៅដាំឲ្យអត់ទេអត់បានទេស្អីពូនោះមានគុណស្អីអញត្រូវដាំបាយនោះប្រពន្ធក៏លឺអញ្ចឹងបើអញ្ចឹងបាច់ទេនេះអ្នកនៅមកភូមិនៅអ្នកនេះមកជួមុខតែយើងនេះឲ្យដាំឲ្យអ្នកនឹងហូបបានហើយឯងនៅហ្នឹងហើយអត់ទេពួកនឹងស្អីមានគុណស្អីមិនបាច់ទេបាច់ដាំមកហូបទេអញ្ចឹងដាំឲ្យនេះអ្នកនៅផ្ទះជាប់យើងនឹងបានហើយមិនបាច់ទេអញថាមិនបាច់ទេអញ្ចឹងមិនបាច់ទេចង់ដាំតែគ្រួសារអ្នកផ្ទះយើងមកនេះអ្នកបំរើយើងម៉ានអ្នកនេះដាំឲ្យគាត់ហូបផងទៅគ្នាមកបំរើឯងយូរហើយហូបតែបាយចុងកពេលខ្លះឯងហូបអស់ខានគាត់ទៀតតែបានហូបទេគ្នាពេលខ្លះអត់ឲ្យគ្នាហូបផងទៅដល់ស្អីពួកនឹងវាមកបំរើយើងវាមានអីប្រាក់ខែវាមកដាំឲ្យវាហូបស្អីមិនបាច់ទេចង់បាច់ទេទុកដាំឲ្យតែខ្ញុំនឹងឯងបានហើយដល់សម្លឹងមុខថ្លែស្អីឯងអ្នកឃ្លានក៏អញអ្នកឃ្លានបាយនេះអញអ្នកឃ្លានណាហីស្អីលងថ្ងៃនេះឃ្លានបាយស្អីដែរអញអ្នកឃ្លានណាចង់បាច់ទេនៅនឹងឲ្យខ្ញុំដាំឲ្យតែឯងហូបក៏បានដែរហីនៅនឹងស្អីដាំនឹងខ្លួនក្លិនឈ្ងុយអាក្បែរផ្ទះនឹងមកសោមនឹងអស់ខាងស៊ីឡមិនបាច់ទេអញយករៀបស្អីអញប្រពន្ធយកមកទៅយកអាទឹកខ្មុំយកសណ្ដែកយកស្ករក្រាមនោះមកយកអាឆ្នាំងមកពីអ្នកប្តីប្រពន្ធទៅក្នុងព្រៃដាំបាយក្នុងព្រៃកុំឲ្យគេឃើញក្លិនឈ្ងុយអីទៅកន្លែងលោមអ្នកមកសុំស្រាប់តែដើររកអស់ប្រកាត់ភ្លើងហើយប្រាប់ប្រពន្ធនៅមើលផ្លូវតិចអ្នកណាមកឲ្យប្រាប់អញអើយសញ្ញោតែបដោយឲ្យមកនៅសុយសុំឯងស៊ីអស់នៅយាមផ្លូវអញដាំវិញប្រាប់អញ្ចឹងញោមនិយាយពីចដូនជាតាណាញោមកោសយៈដែលតកើតឋានសួគ៌មួយជាសកៈមួយជាចន្ទទេវបុត្រសូរិយៈទេវបុត្រមេតល័យទេវបុត្រពិនិត្យមើលតើកូនចៅខ្លួនចំនួនក្រោយប្រឹងធ្វើបុណ្យធ្វើទានអត់ដល់ទៅមើលទៅកូនចៅនេះគេធ្វើបុណ្យកូនចៅនោះធ្វើបុណ្យមកកើតជាសកៈកូនចៅនេះមកធ្វើបុណ្យមកកើតជាចន្ទទេវបុត្រកូនចន្ទទេវបុត្រធ្វើបុណ្យមកកើតជាសូរិយៈមកកើតជាមេតល័យអញ្ចឹងទៅមើលកូនបញ្ញសិក្ខាឯនេះអត់ធ្វើបុណ្យធ្វើទានចោលមកសៀតនឹកឃើញចឹងអត់កើតទេខូចពូជពងអញអស់ហើយត្រូវទៅជួយសង្គ្រោះក៏ចុះមកកាឡាខ្លួនយកមកធ្វើយាយកចាស់តាមិនយាយកចាស់តាកចាស់យាយអាចាស់ហើយតានោះក៏ចាស់យកមកលោកយាយចាស់តាចាស់ស្រាប់តែមកដល់ហើយមាននៅឲ្យអាអ្នកយាមផ្លូវនឹងឃើញអីញោមទេវតាគេមានរិទ្ធគេឲ្យអាអ្នកដាំបាយកោសយៈនឹងឃើញមកដល់ហើយស្រែកសួរដើរមកកុបមកចៅអើយចៅស្គាល់ផ្លូវទៅក្រុងពីរាណសីទេចៅហីហើយចុះអាអ្នកមើលផ្លូវនោះទៅណាមិនមើលតានឹងចូលមកណោផ្លូវទៅពីរាណសីណោទៅតាណោអូធ្ងន់តិចចៅអើយនឹងថាម៉េចទេចៅតើចូលទៅគៀកចិត្តទៀតហើយស្រាប់កុំចូលមកកុំចូលមកកុំចូលមកតើផ្លូវទៅវារីសេតអូស្រាប់លឺទេចៅអើយតើចូលចិត្តតិចហើយស្រាប់តែចូលទៅចិត្តទៅអូចៅហុយនឹងដាំបាយល្មិចដាំបាយតាដូចជាអត់បាយយូរហើយមិនអីអាស្រ័យផងមកចៅហើយអត់ទេគ្មានណាដាំបាយតាយទេដាំបាយខ្លួនឯងមិនបាយទេហេចៅគេឃើញភ្ញៀវចឹងមកហើយគេចេះដាំបាយគេចេះរាក់តាក់ទទួលភ្ញៀវហើយចៅមនុស្សយើងកម្រិះកំណាញ់ព្រមធ្វើបន់ធ្វើទានចែកទានអីចឹងទៅណាចៅស្លាប់ទៅយកទៅបានទេណាស្អីទេសនាច្រើនណាទៅគួយស្ងៀមចាំឲ្យតិចគួយចឹងទៅស្រាប់មកសបកញោមមកស្រាប់តែមកសបកទៀតចន្ទទេវបុត្រកាឡាខ្លួនធ្វើជាមនុស្សចាស់ដែរមកដល់ស្រែកដូចមុនដែរចៅអើយស្គាល់ផ្លូវទៅក្រុងពេរីណសីទេចៅចុំតាណាមកទៀតហើយវៃសាប់ថាអញ្ចឹងញោមនោះផ្លូវទៅក្រុងពេរីណសីនោះទៅតាមនោះអើយស្ដាប់លឺចៅហើយតាមលឺថាទៅតាមនោះមកទៀតថាក៏មកស្ដាប់លឺទៅថាម៉េចមើលចៅប្រាប់លឺទីមើលប្រាប់ទៅតាមនោះអត់លឺមែនតានឹងវិញថ្លង់មែនចៅដាំបាយល្មិចទៀតហើយដាំបាយអីមិនឲ្យតាហូបផងទៅចៅហើយអត់ទេមិនមួយអីមករកស្អីទៀតហើយអាណាមានបាយហូបអត់ទេចៅណាមនុស្សយើងស្លាប់ទៅចៅឲ្យមើលអ្នកស្លាប់ទៅមុនមានណាយកអីទៅបានណាចៅតន់ជីវិតយើងនៅមានតន់ទ្រព្យនៅមានធំប្រឹងធ្វើបន់ធ្វើទានណាហើយទៅណាចៅក្រែងលោកកើតជាតិក្រោយទៅវាកុំសូវក្រីក្រកំសត់អីទៀតហើយសិនអ្នកចេះទេសនាដល់អង្គុយស្ងៀមចាំឲ្យតិចអង្គុយទៀតទៅមកសបកញោមហើយសូរិយៈទេវបុត្រមេតល័យទេវបុត្រមកទៀតសួរចៅអើយយ៉ាអាណាមកពីណាទៀតហើយស្គាល់ផ្លូវទៅក្រុងពេរីណសីឯនោះទៅនងអាតាផ្លូវមុខទៅតាមនោះទៅចំហើយផ្លូវទៅក្រុងពេរីណសីទាំងស្ដាប់ថាម៉េចទេចៅអើយទាំងថាម៉េចទេនងទៅអើយតោះចូលចិត្តទៀតចៅ
ចូលចិត្តមកហើយល្មិចឲ្យទៅតាមផ្លូវនោមទៅស្ដាប់លឺផងដាំបាយឲ្យឈ្ងុយដាំបាយចៅដាំបាយហើយល្មិចដែរចៅក៏ដាំបាយមិនអីឲ្យតាអីបន្តិចបន្តួចផងណាចៅមិនបាច់ទេពី3នាក់ណាឲ្យគ្រាន់បបាយប៉ុណ្ណឹងអត់ទេចៅបន្តិចក៏បានដែរអត់ទេណែចៅកុំនិយាយទេអញ្ចឹងអត់ទេធ្វើបន់ធ្វើទៀនទេចៅខំប្រឹងធ្វើបន់ធ្វើទៀនណាមនុស្សយើងល្អដឹងខុសដឹងត្រូវដឹងគុណដឹងទោសដែរខំប្រឹងធ្វើបន់ធ្វើទៀនទៅហើយទៅណាចៅទៀតអញទៅអង្គុយចៅអញឲ្យអង្គុយអញ្ចឹងទៅញោមពុទ្ធបរិស័ទមកមួយទៀតដល់មកមួយទៀតស្រាប់ចៅអើយស្គាល់ផ្លូវទៅក្រុងពីរិនស័យហ៎ទៀតហើយនោះទៅតាមនោះថាម៉េចទៅចៅថាម៉េចថាទៅតាមនោះមិនលឺទេចៅអើយអត់លឺទេថានឹងថាម៉េចទេចៅថាទៅតាមនោះចៅតើចូលចិត្តងាប់អញថ្ងៃហ្នឹងជួបអាតម្លង់សុតអាតម្លង់អាមួយណាក៏តម្លង់សុតអាតម្លង់ប្រាប់ទៅតាមនោះព្រមស្រាប់ទេចូលចិត្តអើយចៅធ្វើអីហ្នឹងដាំបាយហើយល្មិចហ្នឹងដាំបាយអញ្ចឹងមិនអីតាផងទៅចៅអើយឃើញពុះតាទេមិនទៅធំបានទេចៅអើយឃ្លានបាយណាបាច់និយាយច្រើនទេតែអញដឹងចង់ហូបបាយតើអង្គុយស្ងៀមទៅញោមហើយស្រាប់តែបាយឆ្អិនហើយណាញោមដួសបាយឆ្អិនហើយដាក់ពីលើជើងចក្រានមកប្រាប់ប្រមាណអ្នកទៅកាច់ស្លឹកសកែវដាក់បាយឲ្យបន្តិចម្នាក់កាច់ស្លឹកសកែវហើយស្រាប់តែញោមឲ្យទេវតាគេចេញពីនងបន្តិចមកគេលាដៃនឹងខ្វាច់អាស្លឹកសកែនឹងញោមមកប៉ុនណាណៃស្រាប់មកដល់នេះអ្នកដាក់ដួសបាយឲ្យមកងាប់អញស្លឹកសកែម៉ែឲ្យអាណាប៉ុណ្ណាណៃងាប់មិនយកស្លឹកសកែដូរពីស្លឹកសកែយកអីស្លឹកអីផ្សេងតើទៅយកស្រាប់ទៅយកអាស្លឹកផ្សេងមកញោមមកធំជាងអាស្លឹកសកែមិញទៀតងាប់អញស្លឹកអីប៉ុណ្ណាណែមិនដែលឃើញទេងាប់ប៉ុណ្ណាមកស្លឹកធំប៉ុណ្ណាក៏ได้ដួសឲ្យបន្តិចនេះដួសបាយឲ្យញោមឲ្យ2-3គ្រាប់ដាក់ឲ្យតិចម្នាក់ទៅខ្លួនឯងប៉ុណ្ណឹងអញយកខាងឆ្នាំងគិតតែរៀបមិនទាន់បានហូបបាយមើលគេខ្លាចគេមកទៅដើមទៀតញោមឲ្យស្រាប់តែនោះមានណាទេវតាចុងក្រោយគេក៏ឡាខ្លួនមកធ្វើជាឆ្កែមកដល់មានណាគិតទៅមើលនោះមានណាលើកឲ្យជើងមកខាងបាញ់ថ្លែដាក់ជ្រោចឹងទៅងាប់អញបលយកឆ្កែមកវិញណាបីនោមដាក់បាយអញបាយកំពុងតិចផងស្រាប់តែញោមដេញឆ្កែដល់ដេញឆ្កែហើយចាណាស៊ីបាយកើតទេធំឆ្អេះងំណែមើលបាយឆ្នាំងអញទៅលាងចានអញទៅលាងដៃប្រយ័ត្នទៅលាងដៃប្រយ័ត្នកែនឹងស៊ីបាយអស់ខាងអញប្រយ័ត្នរត់រឿងលេងឲ្យស៊ីថ្ងៃក្រោយស្រាប់ដើរកលេចទៅស្រះទឹកលាងដៃញោមឲ្យដើរកលេចអត់លូកដៃទៅក្នុងទឹកលាងដៃសោះស្រាប់តែមកវិញមានណាឆ្កែពំឆ្នាំងស្រ័យដេញឆ្កែជួយផងឲ្យជួយដេញឆ្កែផងជួយដេញឆ្កែផងលួនជួយដេញឆ្កែស៊ីបាយអញអើយឆ្កែដេញឆ្កែអញ្ចឹងទៅញោមឲ្យស្រាប់តែចូលទៅក្នុងព្រៃអាចឆ្កែយើងណាញោមឆ្កែយើងប៉ុនឆ្កែយើងណាអូប៉ុនឆ្កែវ័នណាស្រាប់តែវាចេញមកវិញវាមានតែប៉ុនឆ្កែវត្តឆ្កែនៅស្រុកអីញោមឲ្យលេខធំជាងតម្រៃទៀតងាប់អញជួយផងទៅឆ្កែក៏ធំហើយជួយផងលោកឆ្កែធំមកលោកអើយស្រាប់តែមានណាញោមមករកអាអ្នកប្រហែលអ្នក4-5អ្នកឲ្យជួយស្រាប់តែគេហោះទៅលើអីអ្នកឯងមិនក៏ចេះហោះអញ្ចឹងគេមនុស្សចាស់ទុរន្ទរីដាច់ដាបអីអត់បាយអត់កម្លាំងឲ្យមិនចេះហោះអញ្ចឹងបានគេប្រាប់តែអត់ទេខ្ញុំមិនមែនមនុស្សចាស់ទុរន្ទរីអត់បាយក៏ហាយទឹកអីទេខ្ញុំមកជីជាដូនអ្នកជីជាតាអ្នកឯងជីជាទួតអ្នកឯងទាតារបស់អ្នកឯងខ្ញុំនឹងមកជួយអ្នកឯងនៅពូជពងខ្ញុំពីមុនមកគេចេះធ្វើបន់ចេះធ្វើទៀនមានបន់កន្លែងណាគេធ្វើបន់កន្លែងនោះគេចេះនិមន្តប្រសង់ទៅផ្ទះគេចេះទៅវត្តវាគេចេះដាក់បាតលោកអីចឹងហើយដល់អ្នកឯងមកធ្វើអញ្ចឹងអត់ចេះធ្វើបន់ធ្វើទៀនអញ្ចឹងខូចពូជពងខ្ញុំមកហើយខ្ញុំមកនឹងមកជួយអ្នកឯងណែឯងគិតមើលនៅខ្លួនជាសេដ្ឋីទ្រព្យសម្បត្តិមានហើយធ្វើបន់ចែកទានដល់ស្មុំយីចោមនុស្សកំសត់ទូរគុតអីក៏មិនព្រមធ្វើខ្លួនឯងក៏មិនហ៊ានហូបឲ្យឆ្អែតទៀតណោះអ្នកឯងស្មានតែស្លាប់ទៅនឹងអាចយកអាទ្រព្យនឹងទៅបានណាអ្នកមិនក៏មិនកលេចមើលអ្នកនៅចិត្តតាក់អ្នកណោះដែលអ្នកធ្លាប់ឮអ្នកដតីនឹងឯងស្លាប់ធ្លាប់ជួបអ្នកដតីនឹងស្លាប់អ្នកមើលមានអ្នកណាយកទ្រព្យអីទៅបានចុះអ្នកឯងអាយុប៉ុណ្ណឹងទៅហើយចិត្តដល់ថ្ងៃដែលស្លាប់ទៅហើយណោះអ្នកឯងមានឃើញទេយំរៀងនៅក្បែរអ្នកឯងណោះមិនក៏មិនព្រមធ្វើបន់ធ្វើទៀនទៅហើយទៅបានប្រយែពយល់ទៅនឹកឃើញមែនខ្ញុំធ្លាប់តែឮសំឡេងភ្លេងខ្លងខែកអីដែរសម្រែកស្មូតអីដែរឃើញអ្នកស្លាប់ដែរអត់ដែរគិតរឿងហ្នឹងសោះ
ដល់លើគិតមើលទៅបានមែនមនុស្សយើងកើតឡើងមកស្លាប់ទៅវិញអ្នកមានតំណែងអ្នកមានតួនាទីអ្នកមានមុខមាត់អ្នកមានទ្រព្យសម្បត្តិអ្នកមានអ្នកក្រទាំងអ្នកសទាំងអ្នកខ្មៅទាំងអ្នកល្ងងខ្លៅទាំងអ្នកចេះដឹងប្រឹងប៉ុណ្ណារកទ្រព្យសម្បត្តិមានបានប៉ុណ្ណាមុខតំណែងឡើងប៉ុណ្ណាដល់ស្លាប់ទៅកុំឲ្យយកអីទៅបាននឹកឃើញអញ្ចឹងហើយញោមមកត្រឡប់ពីនំមកវិញមកដោះផ្ទះប្រាប់ប្រពន្ធមកទ្រព្យអញមានទាំងបានយកមកហើយយកអីឯងដាំបាយអីទៀតហើយមិនដាំបាយអញយកមកអញពេលលោកអញធ្វើប៉ុនធ្វើអីអស់មិនកើតទេអញអាយុប៉ុណ្ណឹងទៅហើយសង្ឃឹមអីទៀតពីមុនមកមិនតែធ្វើប៉ុនផងឥឡូវអាយុប៉ុណ្ណឹងចិត្តដល់ថ្ងៃស្លាប់ហើយបើមិនធ្វើប៉ុនទៀតអត់កើតទេមកចាប់ផ្ដើមធ្វើប៉ុនធ្វើទៀនពីពេលនោះមកដោយសារអីណាញោមមេត្តាបៃតាចដូនជីតាពីមុនមកជួយអប់រំទូមានក៏ចេះធ្វើប៉ុនធ្វើទៀនដោយសារណាខ្មោចចដូនជីតាមកពយល់ហើយនឹងបើអត់ពយល់ទៀតចប់បដោយញោមពុទ្ធបរិស័ទសាគិតមើលអបតកៈសេដ្ឋីទៅណាញោមមើលមិនទៅនរកហើយអនន្តសទ្ធិទៅណានឹងញោមពុទ្ធបរិស័ទកើតមកមិនក្រលហេងលហាមដោយសារអីមិនបានធ្វើប៉ុនទុកនឹងតាបានជានៅក្នុងទីនេះណាបងប្អូនកូនចៅគឺខំប្រឹងធ្វើប៉ុនធ្វើជូនណាជូនមេត្តាបៃតាដល់មេត្តានោះនឹកឃើញរឿងប៉ុនក៏នាំគ្នាធ្វើនៅពិធីរាប់បាតដើម្បីបានប៉ុនកុសលនឹងក្រោយពីយើងស្លាប់ទៅបើមិនទៅសួគ៌ទេវលោកមិនទៅនិព្វានណាទេមកកើតជាមនុស្សកើតក្នុងតកូលអ្នកពងពុះមានប្រិស័យជាមនុស្សសពរស់កូនចៅប្រកបដោយកលងធម៌ទៅណាមកណាជួបតែអ្នកល្អគេត្រេកអរគេសាទរគេឲ្យពរគេឲ្យជ័យគេស្រឡាញ់គេចូលចិត្តគេអាណិតគេរាប់អានដោយសារអីដោយសារយើងមានបុណ្យកុសលនឹងទុកពីពេលមុនដែរបានជានៅក្នុងទីនេះណាប្រគុណម្ចាស់ញោមញាតពុទ្ធបរិស័ទនឹងគ្រប់គ្នាចេះតែនាំគ្នាប្រឹងប្រែងខ្នះខ្នែងបំពេញនៅបុណ្យកុសលដោយក្នុងទីនេះបុណ្យមមាញឹកបណ្ណាក៏ដោយបុណ្យក្នុងវត្តក៏ដោយក្រៅវត្តតាមភូមិតាមផ្ទះក៏ដោយប្រឹងប្រែងធ្វើបុណ្យនឹកឃើញទៅដោយសារតែបុណ្យនឹងទេបានកើតមកជាមនុស្សដល់អញ្ចឹងពេលហ្នឹងមិនស៊ីផ្ដាច់ពូជមនុស្សទេខំប្រឹងធ្វើតទៅទៀតទីបំផុតបានដល់នៅអេកន្តេបតពូគឺព្រះនិព្វានរួចផុតចាកទុក្ខលែងកើតលែងស្លាប់ដល់នៅនិព្វានហ្នឹងក៏អាស្រ័យដោយសារសទ្ធាដែលយើងមានខំប្រឹងធ្វើបុណ្យធ្វើទានដូចក្នុងទីនឹងដែរអញ្ចឹងនឹងអានិសង្ឃអ្នកដែលចែកទានគឺបានអានិសង្ឃគឺសេចក្តីសុខសេចក្តីចម្រើនអ្នកដឹងគុណបានអានិសង្ឃ4ហើយអ្នកដែលធ្វើបុណ្យមិនទៅណាទេកើតឋានសួគ៌ទេវលោកបើមនុស្សទេមកមនុស្សមិនទៅទេអបាយភូមិ4នោះអានិសង្ឃអ្នកធ្វើបុណ្យថ្លាថ្លែងលើកមកសម្ដែងប្រមាណប៉ុណ្ណេះប្រគេនព្រះអនន្តមេត្តាទានទទួលសាធុទទួលហើយការលេនថែឃើញថាញាតិញោមពុទ្ធបរិស័ទបានស្ដាប់តាំងពីថ្ងៃត្រង់ឥឡូវរសៀលជ្រៀលជ្រេទេទុនទៀបរៀបអស់ស្ដងគុតរលត់ប្រសូសែងលេចចូលក្នុងផែនមេឃបាត់ទៅហើយនៅឡើយតែញាតិញោមពុទ្ធបរិស័ទជាអ្នកព្យាយាមត្រង់ត្រាប់ស្ដាប់ពធទេសនាបើដូច្នេះឃើញថាសង្ខេបស្លេះប៉ុណ្ណេះចុះអញ្ចឹងក៏សូមការលេនថែនឹងជូនពរដល់ញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងក្នុងប្រទេសក្រៅប្រទេសមានអូស្ត្រាលីសហរដ្ឋអាមេរិកដែលជាកូនចៅនៃលោកយាយបាសិកាកាងកិច្ចនិងពុទ្ធបរិស័ទទូទាំងខេត្តបៃលិនលោកតាអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តសាមគ្គីគិរីសម្រិទ្ធជាដើមនោះដែលជួយចាត់ចែងខ្នះខ្នែងជាវិជាវិចៈខ្វល់ខ្វាយក្នុងកិច្ចកម្មវិធីបុណ្យនេះសូមអរតនីអ៊ីមីនីធម្មទាននីនិសង្ឃសេនៈដោយអំណាចអានិសង្ឃកើតពីអមិសទាននិងធម្មទានមានទាំងបាមានជាមួយផ្នែកសូមឧទ្ទិសចែកចាយផ្សព្វផ្សាយដល់ពុព្វការីជនលោកអ្នកមានគុណទាំងឡាយដែលទម្លុះកាយទម្លាយខណ្ឌទៅកាន់លោកខាងមុខទាំងបាមានឥឡូវបងប្អូនកូនចៅនឹកគ្នាគ្រប់គ្នាធ្វើបុណ្យឧទ្ទិសទៅឲ្យលោកទៅកើតនៅទីកន្លែងណាក៏ដោយមេត្តាមកត្រេកអរអនុមោទនានៅមគ្គនៅផលនៅកុសលដែលយើងគ្រប់គ្នាបានឧទ្ទិសទៅឲ្យនេះផងទទួលរួចហើយសូមបានសោយនៅសម្បត្តិដូចជាទឹកទៅកើតនៅក្នុងឋានសួគ៌ទេវលោកកំបីអខានឡើយមកផ្នែកទៀតសូមប្រគេននៅបុណ្យកុសលនេះដល់ប្រគុណជាម្ចាស់គ្រប់ព្រះអង្គលោកយាយលោកតាសាធុសពបរោះអ្នកដែលសូរសាបកំពុងនិយាយទូរស័ព្ទក៏ទទួលអានិសង្ឃនឹងគ្រប់គ្នាញាតិញោមពុទ្ធបរិស័ទអានិសង្ឃកើតពីការស្ដាប់ធម៌ទេសនាអ្នកដែលជួយខ្វល់ខ្វាយចាត់ចែងខ្នះខ្នែងក្នុងពិធីបុណ្យទាំងបាមានទាំងប្រសង់ក៏ដោយញាតិញោមក៏ដោយដែលមានសទ្ធាជ្រះថ្លាប្រឹងប្រែងខ្នះខ្នែងចូលរួមធ្វើ
ធ្វើទាំងបាមានហើយសូមទទួលបាននៅសេចក្តីសុខសេចក្តីចម្រើនប្រះចាកទុក្ខប្រះចាកសោកប្រះចាករោគប្រះចាកភ័យប្រះចាកអពមង្គលចង្រៃអ្វីដែលមិនល្អអាក្រក់អ្វីដែលមិនចង់បានមិនប៉ងប្រាថ្នាមិនត្រូវការកុំសក់ក៏សូមកុំឲ្យដឹងកុំឲ្យស្គាល់កុំឲ្យយល់កុំឲ្យជួបប្រទះឲ្យប្រទះទៅពើព្រះទាំង4ប្រការយុសូមឲ្យមានអាយុវែងអស់កាលលង្វែងជាងរយព្រះវស្សាវណ្ណៈពណ៌សម្បុរកាយយ៉ាភ្លឺស្រស់ថ្លារលើបរលូងភ្លឺព្រិចដោយពេជ្ររស្មីព្រូងស្រមោចវាតោងរមៀធ្លាក់ទី3សុខៈសូមឲ្យបានសុខកាយសบายទាំងផ្លូវចិត្តអត់មានទុក្ខសោករោគវិបត្តិជាប់ចម្ពាក់សម្បត្តិធនធានមានច្រើនអនេកអនកិតស័ព្ទយុស័កល្បីរុងរឿងគ្រប់ទិសទីទី4ពលៈក៏សូមឲ្យមានកម្លាំងស្មារតីខ្លាខ្លាំងប្រៀបដូចជាតម្រៃសាអញ្ជើញនិមន្តត្រាច់ទៅទីណាផ្លូវគោកផ្លូវជលធីសត្រូវបាក់បបខ្លោខ្លាចរិទ្ធីមូលមីជីមិតស្និទ្ធស្នេហាសម្រាប់នៅពរ4ប្រការសម្បត្តិ3ប្រការមនុស្សទេវតាអស្ចារ្យព្រះនិព្វានសទ្ធិកិច្ចចាំងសទ្ធិទេជោសទ្ធិជ័យយោសទ្ធិធនោសទ្ធិធនាំងសទ្ធិយសោសទ្ធិអាយុវណ្ណោសុខាំងពលាំងលៀបយុះដៃជាជ័យជំនះសេចក្តីសុខសេចក្តីចម្រើនចូលកើតកើនចម្រុងចម្រើនមានដល់បករណាប្រគុណម្ចាស់ញោមញាតពុទ្ធបរិស័ទគ្រប់គ្នានិងគ្រប់ព្រះអង្គបើមានគោលបំណងបងប្រាថ្នាយ៉ាងណាដោយសទ្ធាជ្រះថ្លាកើតពីការស្ដាប់នៅពធនិងធ្វើបុណ្យធ្វើទានមាននៅក្នុងទីនេះសូមឲ្យគោលបំណងបងប្រាថ្នាអ្វីអ្វីសូមបានសម្រេចជោគជ័យដូចចិត្តប្រាថ្នាសូមអនុមោទនាអាយ៉ាងសង្ឃេបេអ្នកសមត្តាប្រធរទេសនាសន្មតចប់អេវ៉ាំង